Vàសូមស្វាគមន៍ថ្ងៃរសៀលថ្ងៃសៅរ៍បាទថ្ងៃទី3មករាអញ្ចឹងព្រឹកមិញយើងបានសិក្សារួមគ្នាពីអ្វីទៅចិត្តវិទ្យាមែនទេគូបាទអ្វីទៅចិត្តវិទ្យាហើយនឹងមេរៀនមួយទៀតពាក់ព័ន្ធនឹងឥន្ទ្រីយ៍អារម្មណ៍បាទគូមានជាសំណួរមានជាបាទកេងឡរៀនព្រឹកមិញយើងបាទអត់ទាន់ឆ្ងល់ដល់ពេលទៅបាយហើយស្រាប់តែឆ្ងល់ឬក៏មាននឹកឃើញអីមួយអីចឹងចង់ចែកម្លែកឬក៏ចង់សួរចង់អីពាក់ព័ន្ធខ្លឹមសារមេរៀនព្រឹកមិញគូនគូចាជំរាបសួរលោកគ្រូបាទជើញលោកចាលោកគ្រូព្រឹកមិញខ្ញុំអត់តន់ច្បាស់តាក់ទងជាមួយនឹងច្បាប់នៃឥន្ទ្រីអារម្មណ៍លោកគ្រូត្រង់ចំណុចទី1តាក់ទងមួយច្បាប់ព្រំកំណត់នៃឥន្ទ្រីអារម្មណ៍កន្លែងហ្នឹងសូមលោកគ្រូជួយបញ្យល់ម្ដងទៀតហើយនឹងលើកឧទាហរណ៍បញ្ជាក់ម្ដងទៀតបានទេលោកគ្រូដោយសាររៀងអត់សូវច្បាស់កន្លែងហ្នឹងលោកគ្រូបាទអរគុណអញ្ចឹងខ្ញុំចូលទៅ slide នឹងបងប្អូនបើក slide នឹងម្ដងទៀតដើម្បីបាទអរគុណនគូសម្រាប់សំណួរច្បាប់ព្រំតើស្អីទៅច្បាប់ព្រំអញ្ចឹងពាក់ព័ន្ធនឹងច្បាប់ព្រំនេះគឺពីព្រឹកមិញយើងបាននិយាយថាយើងអាចមានឥន្ទ្រីអារម្មណ៍បានឬក៏យើងអាចទទួលដឹងនៅអារម្មណ៍ជំមួយបានរាបសួរលោកគ្រូអធិស្ឋានលោកគ្រូអាចសូមជួយ share អូ slide នឹងក្នុង បាទ Zoom បាទមួយនេះជាភ្លេចបាទឃើញទេគូចាឃើញហើយលោកគ្រូបាទអរគុណអរគុណអញ្ចឹងច្រើនលោកគ្រូបាទអញ្ចឹងព្រឹកមិញគឺយើងបានដឹងហើយថាយើងអាចមានឥន្ទ្រីអារម្មណ៍បានលុះត្រាយើងវាស្ថិតនៅក្រោមក្រឹតក្រមឬក៏ច្បាប់មួយចំនួនអញ្ចឹងយើងមិនមែនចេះតែទទួលដឹងនៅអារម្មណ៍មិនបានទេឥន្ទ្រីអារម្មណ៍របស់យើងវាមានច្បាប់របស់វាអញ្ចឹងច្បាប់ទី1ដែលយើងបានសិក្សាយើងហៅថាច្បាប់ព្រំកំណត់បាទអញ្ចឹងស្អីទៅច្បាប់ព្រំកំណត់អញ្ចឹងនៅក្នុងនិយមន័យរបស់វាគេថាឥន្ទ្រីអារម្មណ៍អាចកើតមានបានអាស្រ័យដោយកម្លាំងរំញោចបាទអញ្ចឹងយើងឃើញថាទស្សនវិជ្ជាអ្វីដែលនៅជុំវិញខ្លួនយើងគឺសុទ្ធតែអាចរំញោចមកលើសរីរាង្គឥន្ទ្រីរបស់យើងបានគ្រប់ថាអ្វីនៅជុំវិញហ្នឹងគឺសុទ្ធតែអាចរំញោចមកសរីរាង្គឥន្ទ្រីទាំង5របស់យើងបានណាគ្រូអញ្ចឹងដើម្បីឲ្យឥន្ទ្រីអារម្មណ៍របស់យើងនឹងមានទទួលបានអានឹងបានលុះត្រាតែកម្លាំងរំញោចរបស់វាស្ថិតនៅក្នុងដែនកំណត់មួយឧទាហរណ៍ថាភ្នែករបស់យើងដែលយើងអាចមើលឃើញបានលុះត្រាតែពន្លឺគ្រប់គ្រាន់បាទរំញោចដែលបញ្ចេញដែលមានពីពន្លឺហ្នឹងវាគ្រប់គ្រាន់អញ្ចឹងយើងអាចមើលឃើញយើងអាចមើលអក្សរឃើញយើងអាចមើលឃើញអ្វីដែលនៅជុំវិញខ្លួនយើងបានបើសិនជាកន្លែងហ្នឹងល្ងឹតពេកយើងអាចមើលឃើញទេអញ្ចឹងរំញោចហ្នឹងវាទាបពេកអញ្ចឹងណាហើយបើសិនជារំញោចហ្នឹងវាខ្លាំងពេកឧទាហរណ៍ថាយើងដើរក្រោមពន្លឺថ្ងៃណាពន្លឺហ្នឹងគឺរំញោចមកភ្នែកយើងខ្លាំងណាស់អញ្ចឹងយើងអត់អាចមើលអីឃើញទេពេលខ្លះវារំញោចវាខ្លាំងហួសអញ្ចឹងណាអញ្ចឹងវាមន្ត្រីអារម្មណ៍របស់យើងអាស្រ័យយើងទទួលបានអាស្រ័យនៅក្នុងដែនកំណត់មួយណានៅក្នុងសមត្ថភាពដែលវាអាចដឹងបានអញ្ចឹងណាខ្ញុំបានលើកឧទាហរណ៍ពីតិចក៏អញ្ចឹងដែរតិចរបស់យើងបើសិនជានិយាយមករំញ័រដែលមកប៉ះក្តាស់តិចរបស់យើងនេះវាទាបពេកក៏យើងស្ដាប់អត់បានដែរតែបើសិនជាវាខ្លាំងពេកវាខ្ទរឬក៏វាក្លពេកក៏យើងស្ដាប់អត់បានដូចគ្នាអញ្ចឹងក្តាស់តិចរបស់យើងវានៅក្នុងកម្រិតមួយដែលវាអាចដឹងបានអាចទទួលដឹងអារម្មណ៍បានហើយមិនថាតែផ្នែកនឹងតិចទេសំបីតាសរីរាង្គឥន្ទ្រីផ្សេងទៀតដូចជាស្បែកដូចជា
chấm mốt đạt bao nhiêu đôi khi bữa sen đôi chấm mốt bao nhiêu chẳng bữa sen chi dương khăn ấy để chua kháng dương dương tàu chi lên đầm này lên đầm khăn lên đầm ấy chẳng đôi cừu thơm nào từ một đom luôn tập soi gì mà đập về là khăn là nó bị chua kháng tịt máu dương lên đầm khăn ấy xem gì đấy chẳng đấy và đạt bao nhiêu chẳng đấy bữa sen đi dương phơi ấy đó nè spot đôi dương nhắm một tê giống nè che nhắm cái nào cũng nhồi những việc khăn phết vì phơi dương lên từ tua đằng ruột chiết ấy chẳng họ nên chẳng á bạn chẳng vì mình sẽ bập rung bảo vệ đài nó không càng từ tua đằng tri giờ đóng tụ bạn chẳng hay đấy ban chỉ Dạ, kêu của riêng dương trời riêng là nó kêu nó không thna riêng dương trời đằng này thà ta anh tri giờ đóng có sức ai từ tua bán không lệ khăn đôi một địch chẳng ấy tăng pi ca riệp chom thna riêng ca bà chịp xét nào rung của mà tối nào mà tây xá dương trời riệp ở nhìn vụ po chùm rọc po thô mà chiết min color min ấy chẳng tới phần tái ở không cũng rất mùi đại vì cũng ao vì anh nhẹ nhảy đại nè không rồi vì mùi ở miến phần tái cũng ao vì sẽ cắt pe mà sẽ cắt pe vì từ chi rung khan đó anh tri rong bọc bọc cục mà vì vậy đấy chẳng những cho năm khơi nơi thằng mà tây nó cứ bố và cả tục tay thằng này nó cô đào châu tới cứ miền trà này và phần năng ai tôi vô bàn ấy nó cũng được có toàn chặt bàn đấy là nó dạ conច្រើនលោកគ្រូទទួលបានលោកគ្រូ bạn ở cùng chẳng như sai lương công năng nhồi nhá lại nó cô xây tiết miền ấy trong chặt ở đó rồi có ấy trong châu rùa mấy thế bạn bỏ miền thế dương châu từ mê riêng mũi tiết và cứ việc buồn năng sẽ rom và đại bực mấy cô mình nè tha anh hưng an thầm mấy cho hình như này đừng đó trả lời dương châu màu ấy và dương an tha project serum của bán rồi có project và project serum của bán đây và đại phần tay bị sang lấy từ mùi thế cứ perception và chứng ấy tới project serum và nó không sang mê đi ní dương miền và pi chúng nó cứ in school ấy tới pi như mình này này project serum bập xinh và đối cho tri serum đấy đầm bay ở dương miền project serum từ lơ và tập phút ấy muối rồi vật thụ ấy muối to là dương vì rong nơi cho bắp rong nơi cật crom mà trên luôn đôi khi đại chẳng hạn luôn của bạn dương châu mau là chuyện xe rong và dùng mình này vào biển nên nên cứ chỉ việc để dương bàn màu pi và cho nên crom và chứng dương an project và rồi có này không bị ní dương cô khơi nhé dương ai sẽ xây project của bán và phải chặt của bán cứ bị từ mùi thế đại này bảo viết cứ miền này thả đại chết và cọt và chụp bạc và cái này dùng miền sẽ cho rom từ lơ ấy muối miền này thả dùng miền nào rom chết cho bạn từ lơ bạn tập phun nâng này chẳng đấy cô khơi khơi rụp hiệp nơi không này hết và mơ khơi nhảy đáy nó không nâng mờ khơi ru
ពីរឃើញមកឡឃើញតែរូបក្មេងស្រីមួយឃើញតែរូបយាយចាស់មួយ បាទលោកគ្រូឃើញក្មេងចាស់ម្នាក់ឃើញក្មេងស្រីម្នាក់បាទចុះលោកគ្រូអ្នកគ្រូផ្សេងទៀតបាទឃើញអីខ្លះនៅក្នុងនេះ ឃើញតែរូបហើយជាមនុស្សស្រីបែរមុខទៅខាងក្រោយងាកទៅខាងស្ដាំលោកគ្រូ ឃើញនៅស្រីបាទស្រីចាស់ក្មេងគ្រូ មានក្មេងហើយងាកបែរមុខទៅខាងក្រោយ អាយុប្រហែលប៉ុន្មានលោកគ្រូ ប្រហែលជា20លោកគ្រូ ថា 20 20 ស្ដាំ បាទ បាទ អូខេលោកគ្រូអ្នកគ្រូផ្សេងទៀតបាទនេះគ្រូចនទៀងហ៊ុយអ្នកគ្រូទៀងហ៊ុយអ្នកគ្រូមើលឃើញអីនៅក្នុងនោះ ឃើញរូបមនុស្សស្រីបែរខ្នងទៅកៅអៅគាត់ដូចស្លៀកបែបរោមហ្នឹងគ្រូ បែបអឺរ៉ុប ហ្នឹង សុំ ហើយ ទោស ហ្នឹងហើយលោកគ្រូ ខ្ញុំសុំនេះបន្តិចដូចអត់សូវឮសំឡេងសុំចាំផ្លែត លោកគ្រូទទួលខ្ញុំបាន សុំចាំផ្លែតអត់សូវឮសំឡេងខ្ញុំសេរីសំឡេងនេះសិន បានគូអញ្ជើញគូសុំម្ដងទៀតមិនអត់សូវឮសំឡេង ចាជំរាបសួរលោកគ្រូទទួលបានអត់គ្រូ បានឮគ្រាន់បើហើយបាទ រូបមួយណាដែលលោកគ្រូរូបទី6ឬក៏រូបទី7 slide ទី7 នេះរូបនេះ អូខេលោកគ្រូសម្រាប់រូបនេះដូចមនុស្សស្រីគាត់ឈរហើយដូចបែរមុខចេញណាលោកគ្រូ ឆ្លើយបែរមុខចេញបាទតែអ្នកដែលឈរបែរមុខចេញហ្នឹងក្មេងស្រីក៏មនុស្សចាស់ ក្មេងស្រី ក្មេងស្រីបាទឃើញតែប៉ុណ្្នឹងទេឬក៏មានអាចឃើញរូបភាពអីផ្សេងទៀត ដូចជាប៉ុណ្ណឹងលោកគ្រូខ្ញុំឃើញប៉ុណ្ណឹងរូបរាងដែលមនុស្សឈរបែរមុខចេញលក្ខណៈដូចឈរថតរូបអញ្ចឹងលោកគ្រូ បាទលោកគ្រូមានឃើញមនុស្សចាស់ហ៎ក្នុងហ្នឹង ឃើញចាស់លោកគ្រូប្រហែលជាអាយុ80នឹងប្រហែលម្នាក់ហើយ8 10មិនស្រី8 10ម្នាក់ បាទ បើសិនជាផ្អៀង screen ទៅមើលឃើញប៉ុន្តែដូចជាមិនមែនអាចជារូបមនុស្សចាស់អាចជារូបក្មេងប្រុសលោកគ្រូ ក្មេងប្រុស មិនមែនក្មេងទេអាចមានជ្រឿជ្រួញតិចតួចដែរ បាទអញ្ចឹងរូបភាពតែមួយទេប៉ុន្តែមនុស្សមើលឃើញផ្សេងគ្នាអញ្ចឹងណាបាទឥឡូវសូមមើលមួយទៀតចុះរូបនេះលោកគ្រូឃើញអីគេ ឃើញមនុស្សពីរនាក់តល់មុខគ្នាហើយដល់ពេលឡាផ្ទៃខ្មៅខ្មៅឃើញដូចជើងតុកលោកគ្រូ សូមតបបាទ ចាផ្ទៃសសឃើញដូចមនុស្សពីរនាក់តល់មុខគ្នា បាទលោកគ្រូផ្សេងទៀតមើលឃើញរូបមនុស្សទល់មុខគ្នា បាទ ឃើញដូចគ្នាលោកគ្រូ ឃើញដូចគ្នាលោកគ្រូ បាទអញ្ចឹងរូបនេះស្តៀងគ្នាយើងមើលឃើញដូចគ្នាប៉ុន្តែរូបមិញអ្នកខ្លះមើលឃើញក្មេងអ្នកខ្លះមើលឃើញតែកូនក្មេងអ្នកខ្លះមើលឃើញតែមនុស្សចាស់ទេបាទរូបនេះចុះរូបនេះ រូបនេះសត្វចម្លែកព្រឹកមិញលោកគ្រូ បាទសត្វនេះគឺយើងហៅសត្វមិនកូនសេះបកង់ដែរលោកគ្រូ នេះគឺ Zangki បាទ Zangki ខ្ញុំសរសេរចូលក្នុងនេះ
នេះរូបនេះគឺមានពិតនៅលើផែនដីយើងគឺភាគច្រើននៅខាងអាហ្វ្រិក thì បាទសង្ឃីដោយសារគេយកដាន់ឃីយកមក từng cắt mùi ប្រកាត់ nâng មួយនឹង zebra zebra បាទ zebra អញ្ចឹងយើងអានសង្ឃីបាទសង្ឃីអញ្ចឹងណាបាទសង្ឃីសត្វនឹងអញ្ចឹងគូស្គាល់ណាសត្វសង្ឃីគេយកមកប្រកាត់បាទពីព្រឹកមិញអត់ទាន់ស្គាល់ឥឡូវស្គាល់ហើយអញ្ចឹងគូមានវិជ្ជាចរមទៅលើសត្វហ្នឹងហើយឥឡូវអញ្ចឹងលែងជាឥន្ទ្រីយ៍អារម្មណ៍ទៀតហើយណាបាទអញ្ចឹងអរគុណអញ្ចឹងរូបដែលគូឃើញមិញហ្នឹងគឺយើងហៅថាជាប្រជ្ជចរមបាទស្អីទៅប្រជ្ជចរមនិយមន័យរបស់វាគឺជាលំនាំចិត្តដែលឆ្លុះបញ្ចាំងលក្ខណៈទាំងស្រុងបាទនៅវត្ថុឬបាតុភូតទាំងឡាយកាលណាវាប្រព្រឹត្តផ្ទាល់នៅលើសរីរាង្គឥន្ទ្រីរបស់យើងបាទរបស់មនុស្សយើងអញ្ចឹងរូបភាពមិញនេះលោកគ្រូខ្លះអះអាងថាអ្នកគ្រូខ្លះអះអាងថារូបនេះគឺក្មេងស្រីផងមនុស្សចាស់ផងអញ្ចឹងមុននឹងលោកគ្រូអះអាងអញ្ចឹងគ្រូប្រហែលជាអាចមានជាអំណះអំណាងហ្នឹងមែនទេយើងថាជាក្មេងស្រីដោយសារអីនេះយើងមានបាទនេះយើងបង្ហាញតាមបែបយើងថាជាក្មេងស្រីយើងមើលកន្លែងនេះគឺភ្នែកមែនទេហើយអានេះគឺគេហៅស្គៀមកន្លែងស្គៀមហើយចកានៅតាណាគឺនៅតានេះចកាឃើញទេបាទហើយតិចនៅណាតិចគឺនៅកន្លែងនេះចឹងហើយលោកគ្រូបាទបាទគ្រូបាទហ្នឹងគឺក្មេងស្រីបាទខ្ទង់អាយុ10ឆ្នាំជាងដល់ពេល ពា យើង ក់ខ្សែក បាទនេះគឺខ្សែកបាទត្រូវហើយនេះខ្សែកគឺនៅកន្លែងនេះក្មេងស្រីណាបាទអញ្ចឹងយើងហេតុអីបានយើងថាមនុស្សចាស់បាទមនុស្សចាស់គឺបាទមនុស្សចាស់គឺនៅកន្លែងនេះគឺអីគេកន្លែងនេះ កន្លែងនឹងមាត់គ្រូមាត់ មាត់បាទមាត់ដល់ពេលនេះកន្លែងនេះគេហៅគេ ច្រមុះ ច្រមុះបាទនេះរុនច្រមុះនៅកន្លែងនេះអញ្ចឹងច្រមុះធំណាមនុស្សចាស់នេះហើយនេះគឺភ្នែកបាទអញ្ចឹងមានន័យថាកាលណាយើងមានកាលណាយើងឃើញវត្ថុឬបាតុភូតអីមួយដែលជាក់ច្បាស់គឺមានន័យថាយើងមានបច្ចៈចរមទៅលើវត្ថុឬបាតុភូតហ្នឹងហើយបាទអញ្ចឹងណាជាចរមខុសពីឥន្ទ្រីយ៍អារម្មណ៍ដូចម្ដេចបាទព្រោះមិញយើងបានរៀនពីឥន្ទ្រីយ៍អារម្មណ៍ហើយគឺឥន្ទ្រីយ៍អារម្មណ៍ចំណីរបស់វាជាអារម្មណ៍ដំបូងមែនទេអញ្ចឹងអ្វីដែលកើតឡើងនៅជុំវិញខ្លួនយើងពេលខ្លះវាមិនមែនយើងសុទ្ធតែដឹងគ្រប់រឿងទាំងអស់ពេលខ្លះវាថ្មីស្រឡាងនៅក្នុងបទពិសោធន៍របស់យើងដែរណាហើយដល់ពេលវាថ្មីពេកវាផ្ដល់ឲ្យយើងនៅលក្ខណៈមិនពេញលេញទេអញ្ចឹងណាដូចខ្ញុំបង្ហាញរូបសង្ឃីមិញអញ្ចឹងគូអត់ដែលឃើញទេអញ្ចឹងគូគ្រាន់តែថាមានអារម្មណ៍សពេចសពិលថាវាជាអាចថាជាសេះប្រកង់បន្តិចជាសត្វលាបន្តិចជាសត្វសេះបន្តិចជាអីបន្តិចប៉ុន្តែយើងអត់ជាក់ច្បាស់ប៉ុន្តែនៅពេលណាដែលខ្ញុំថាអូអាហ្នឹងវាជាសត្វមួយដែលកើតមាននៅលើផែនដីវាភាគច្រើននៅតំបន់អាហ្វ្រិកហើយគេប្រកាសវារវាងដាន់ឃីហើយនឹង zebra នឹងអញ្ចឹងមកអញ្ចឹងគូចាប់ផ្ដើមយល់ច្បាស់ថាអូអាហ្នឹងច្បាស់អញ្ចឹងវាលែងជាឥន្ទ្រីយ៍អារម្មណ៍ហើយកណាវាជាបទពិសោធន៍ដែលគូជាក់ច្បាស់អាចបញ្យល់បានអានឹងវាជាប្រជ្ជចរមណាវាប្រជ្ជចរមបានប្រជ្ជចរមឆ្លុះបញ្ចាំងវាលក្ខណៈទាំងស្រុងបាទវាមានលក្ខណៈសំយោគណាអញ្ចឹងខួរក្បាលរបស់យើងកណាយើងជួបស្ថានភាពអីមួយវាវិភាគហើយវាសំយោគបាទវាចេញជាសេចក្តីសន្និដ្ឋានមួយបាទអញ្ចឹងណាដូចខ្ញុំលើកឧទាហរណ៍ព្រឹកមិញអញ្ចឹងថាប៊ិចបាទនៅមុខលោកគ្រូនេះគឺមានប៊ិចបាទមានប៊ិចអញ្ចឹងពីដើមមកយើងអត់ទាន់ស្គាល់ថាជាអានឹងជាប៊ិចទេប៉ុន្តែ
នៅពេលណាដែលយើងទៅរៀនជាមួយគ្រូបង្ហាញណាអានឹងបិចគេហៅបិចសម្រាប់យើងទៅសេសម្រាប់អីចឹងទៅយើងចាប់ផ្ដើមស្គាល់យើងចាប់ផ្ដើមចាំនៅរបស់នឹងមកបាទមកដល់ឥឡូវយើងគ្រាន់តែកលេចឃើញគឺយើងដឹងថានឹងជាបិចទោះបីជាវាបដូររូបរាងទម្រង់គេត្រូវបានគេ design ក្នុងរបៀបផ្សេងគ្នាក៏ដោយជាក្នុងរូបភាពផ្សេងគ្នាក៏ដោយប៉ុន្តែយើងនៅតែស្គាល់វាថាជាបិចដែរបាទបិចខ្លះទៅគេ design មានបាទមានពណ៌ផ្សេងគ្នាទំហំផ្សេងគ្នាបាទខ្លះទៅចុចទៅខ្លះទៅប្រើកម្របដើម្បីបិទអីចឹងទៅប៉ុន្តែទោះបីជា design លក្ខណៈផ្សេងគ្នាក៏យើងនៅតែស្គាល់ថាវាជាបិចដែរចឹងណាចឹងកាលណាយើងមានបច្ចេកច្រំទៅលើវត្ថុអីមួយហើយយើងទោះបីវត្ថុនឹងបដូរទម្រង់មិនក៏ដោយគឺយើងនៅតែនៅស្គាល់វាថាជាវត្ថុនឹងដែរចឹងណាបាទនឹងគឺបច្ចេកច្រំបាទបាទនេះគឺលក្ខណៈសរីរៈរបស់មនុស្សតើបច្ចេកច្រំរបស់មនុស្សនឹងកើតឡើងនៅកន្លែងណាហើយវាខុសគ្នាយ៉ាងម៉េចនេះលេខរៀងមួយនេះគឺយើងហៅថាវត្ថុភ្ញូចណាដែលយើងហៅថាពិភពបារាណមត្តហ្នឹងវត្ថុភ្ញូចហ្នឹងឧទាហរណ៍ថារូបផ្លែប៉ោមមួយអញ្ចឹងនៅពេលណាដែលភ្នែកយើងមើលផ្លែប៉ោមគឺវាបានចាប់យកនៅរូបភាពបាទផ្លែប៉ោមហ្នឹងហើយបញ្ជូនទៅនេះផ្នែកទី3នេះគឺយើងហៅថាតំបន់ដែលនៃខួរក្បាលរបស់យើងដែលទទួលបន្ទុកផ្នែកចក្ខុណាចក្ខុអញ្ចឹងភាគច្រើននៅខួរខាងក្រោយនេះគឺនៅកំពកខាងក្រោយនេះគឺទទួលបន្ទុកផ្នែកចក្ខុនឹងបាទអញ្ចឹងរាល់ព័ត៌មានដែលយើងមើលឃើញតាមរយៈចក្ខុឥន្ទ្រីរបស់យើងនឹងគឺត្រូវបានបញ្ជូនទៅកោសិកាប្រសាទនៅខាងក្រោយនៃខួរក្បាលរបស់យើងហៅកំពកផ្នែកខាងក្រោយបាទoccipital ណា occipital lobe ហ្នឹងគឺកំពកផ្នែកខាងក្រោយបាទទទួលបន្ទុកផ្នែកចក្ខុបាទអញ្ចឹងកាលណាយើងមានព័ត៌មានដែលផ្ទុកនៅក្នុងយើងហៅថាកុកតិចនៅក្នុងស្រោមខួររបស់យើងនៅផ្នែកខាងក្រោយនេះគឺយើងមានព័ត៌មានដើម្បីសំយោគណាដើម្បីវិភាគដើម្បីអីទាំងអស់ហ្នឹងអញ្ចឹងអាហ្នឹងឯងគឺជាបច្ចេកច្រំបាទដូចនេះបច្ចេកច្រំវាកើតមាននៅក្នុងយើងហៅថាបទពិសោធន៍បាទបទពិសោធន៍របស់បុគ្គលបើសិនជាយើងថ្មីស្រឡាងយើងអត់មានអីដែលរក្សាទុកនៅក្នុងខួរក្បាលនឹងទេអញ្ចឹងបាទបច្ចេកច្រំគឺវាអាស្រ័យលើបទពិសោធន៍របស់បុគ្គលដែរបាទអញ្ចឹងសរុបមកនិយមន័យរបស់បច្ចេកច្រំវាស្តៀងគ្នានឹងឥន្ទ្រីយរំវាយកឥន្ទ្រីយរំជាមូលដ្ឋានក្នុងការយល់ពីបាតុភូតឬវត្ថុអីនឹងមួយបាទគ្រាន់ថាឥន្ទ្រីយរំផ្ដល់ឲ្យយើងនៅរូបភាពមួយដែលវាដំបូងជាអារម្មណ៍ដំបូងដែលយើងស្គាល់វត្ថុហ្នឹងហើយវាមានលក្ខណៈអត់ទាន់ច្បាស់ទេឥន្ទ្រីយរំរីឯបច្ចេកច្រំប្រើប្រាស់សរីរាង្គឥន្ទ្រីរបស់យើងជាមូលដ្ឋានដូចគ្នាប៉ុន្តែជាអារម្មណ៍មួយដែលយើងយល់ជាក់ច្បាស់ទៅលើវត្ថុហ្នឹងឬបាតុភូតបាទអញ្ចឹងនៅក្នុងដំណើរការនៃការរៀននិងបរិញ្ញាយើងឃើញហើយនៅក្នុងពេលខ្លះយើងចាប់ដើមមេរៀនមកបាទមេរៀនមួយដែលថ្មីសិស្សគាត់ទទួលបានត្រឹមឥន្ទ្រីយរំនេះគាត់អត់ទាន់យល់ដល់កម្រិតបច្ចេកច្រំរបស់គាត់ទេណាបច្ចេកឥន្ទ្រីយរំមានន័យថាគាត់អាចយល់ប៉ុន្តែយល់មិនទាន់ស៊ីជម្រៅតែបើសិនជាគាត់អាចយល់ស៊ីជម្រៅដល់លក្ខណៈមេរៀនហ្នឹងអញ្ចឹងទោះបីជាយើងបដូរទម្រង់ដូរសំណួរដូរអីយ៉ាងម៉េចក៏ដោយក៏គាត់នៅតែអាចឆ្លើយបានអញ្ចឹងណាដោយគណិតវិទ្យាអញ្ចឹងបើសិនជាយើងសិស្សគាត់យល់ពីលំនាំនឹងហើយ
tụi bây dựng đồ lệ dựng đồ tùm rung nhau mấy có cốt anh nơi school thà rồi bị đọc sai bảo vì dòng mạch đạt chẳng ấy và chẳng sẽ cho đó cứ vì chui đó là đầm nai ca này ca chập dục thị rồi bị nâng đấy nó không đầm nai ca hiện đọc sai nâng ban là cô này cô miên comment rồi có miên chỉ chùm ngon lấy thế từ là cái lành đó và lực của trong số piện tíchรู้cái prat trà róm hay thọ lưu piện cái gà prat trà róm rồi có ai tại trong chăm khâu tế rồi có piện pi xây nhớ cũng pi ấy kế là cô pi sẽ thọ lưu pi môn máu lưu piện thà prat trà róm mà ai thà piện tại mùi nữa rồi trong cho lòng thế luôn ọt đại lư đã là cô prasha rom the same mạch bánh là cô còn là sò xe ở tại trường rò muối luôn ồ prasha rom ọt đại lư đã là cô và bài chỉ không phần này an khâu hay mà tao ở đây khơi nhà xó là biết đang ở ở quân của và hai chị tu bay bữa sân chị miên và hai chị xây như này là cô prasha rom này cứ chị bà chị bịa môi đặt đời lại bà cũng bắt xa róm lúc đôi chia sẻ xe đang ấy cũng đôi chia sẻ xe bon to nhìn vô xa thế để ở miền trường soi chẳng thế bà bà ở quân của bà con bạn chân dương châu bỏ miên comment này xây tiết tế nhưng châu tới chùm nói tí phí cứ chụp bạp sinh này cái chuyện sẽ rộng bạnตัวปีฉบับนี้ទៅប្រហែលជាយើងសម្រាប់តិចហើយក្រោយមកខ្ញុំនឹងរៀបឲ្យមានក្រុមពិភាក្សាបន្តិចដើម្បីចង់ដឹងថាតើយើងរៀនមួយថ្ងៃនេះគូចាប់បានកម្រិតណាហើយអាចយកទៅអនុវត្តជាក់ស្ដែងនៅក្នុងថ្នាក់រៀនយ៉ាងដូចម្ដេចអញ្ចឹងណាព្រោះគោលដៅយើងចង់ថាយើងរៀនទ្រឹស្ដីហើយយើងឆ្លោះប្រចាំមើលបន្តិចណាហើយយើងយកអានឹងយកទៅអនុវត្តនៅក្នុងថ្នាក់រៀនបានដូចម្ដេចអានឹងបានជាគោលដៅនៃការរៀនរបស់យើងណាយើងមិនគ្រាន់តែរៀនទៅទ្រឹស្ដីហើយយើងអត់យកទៅអនុវត្តជាក់ស្ដែងក្នុងថ្នាក់រៀនយើងអត់មានន័យអញ្ចឹងការរៀនអត់មានន័យអញ្ចឹងខ្ញុំចង់ឲ្យពិភាក្សាបន្តិចបាទនៅចុងម៉ោងបាទអរគុណអញ្ចឹងយើងចូលច្បាប់ផ្សេងនៃវិជ្ជាចរមបាទអញ្ចឹងវិជ្ជាចរមដើម្បីយើងអាចមានវិជ្ជាចរមទៅលើវត្ថុមួយឬបាតុភូតមួយបានពីរងនៅច្បាប់របស់វាដែរក្រិតក្រមមួយចំនួនបាទតើអាស្រ័យដោយកត្តាអីខ្លះណាវិជ្ជាចរមរបស់មនុស្សបាទអញ្ចឹងលោកគ្រូរៀនច្បាប់ច្រើនបាទច្បាប់ទី1គឺច្បាប់ជំរើសបាទច្បាប់ជំរើស law of selection បាទ selection អញ្ចឹងស្អីទៅច្បាប់ជំរើសបាទយើងពាក្យហ្នឹងរៀងពិបាកយើងអត់សូវដែរប្រើតិចប៉ុន្តែលោកសុំលោកគ្រូមើលពីការបញ្យល់របស់ពាក្យហ្នឹងបាទច្បាប់ជំរើសហ្នឹងគឺជាការផ្ដាច់វត្ថុមួយពីផ្ទៃពលិចរបស់វាបាទដើម្បីឆ្លោះបញ្ចាំងវត្ថុទាំងនោះឲ្យបានល្អប្រសើរពោលគឺលំនាំដែលកាត់ផ្ដាច់វត្ថុពីទីតាំងរបស់វាបាទអញ្ចឹងការផ្ដាច់វត្ថុមួយចេញពីផ្ទៃពលិចរបស់វាដើម្បីឆ្លោះបញ្ចាំងវត្ថុនោះឲ្យបានល្អប្រសើរបាទគូមើលឃើញក្តារខៀននេះរូបក្តារខៀននេះដែលមានអក្សរបាទញ៉ៃនេះបាទផ្នែកមើលឃើញច្បាស់ហើយគូមើលឃើញបើសិនជាក្តារខៀនមួយហើយយើងទៅសេអក្សរអញ្ចឹងតែយើងអាចមើលឃើញច្បាស់ហើយអត់សូវច្បាស់ទេគ្រូវាញ៉ៃញ៉ៃពេញហ្នឹងបាទឃើញសម័យកាលគ្រូសម័យកាលបាទត្រឹមត្រូវហើយព្រោះអក្សរទូចបាទប៉ុន្តែចំណុចមួយទៀតបើសិនជាយើងឃើញផ្ទៃរបស់ក្តារខៀនហ្នឹងពណ៌ខ្មៅតែបើសិនយើងយកប៊ិចឬក៏មិនប៊ិចទេឬដីសឬក៏ហ្វឺត
ដែលពណ៌ស្តៀងខ្មៅនឹងឧទាហរណ៍ពណ៌អីដែលស្តៀងដូចជាពណ៌ត្នោតយកទៅទៅសេតើភ្នែករបស់យើងស្រួលមើលឬក៏ពិបាកមើល Có bạn បា mơ ក់ thì បាក់ đi. មើលលោកគ្រូ បាទពិបាកមើលព្រោះពណ៌វាស្តៀងគ្នានឹងក្តារខៀននឹងមើលអត់ច្បាស់ បាទត្រឹមត្រូវហើយនេះគ្រូព្រោះភ្នែករបស់យើងកាលណាវត្ថុពីរដែលវាមានលក្ខណៈស្តៀងគ្នាគឺភ្នែករបស់យើងវាពិបាកក្នុងការចាប់ក្នុងការមើលបាទអានឹងគឺជាច្បាប់ជំរើសបាទនៅក្នុងវិជ្ជាច្រំយើងគេហៅច្បាប់ជំរើសហ្នឹងណាបាទដូចឧទាហរណ៍ថាខ្ញុំមិនដឹងថាលោកគ្រូចាប់អារម្មណ៍អត់ទេប៉ុន្តែខ្ញុំមើលរឿងចិនហុងកុងវាយគ្នាអីចឹងណាបាទឧទាហរណ៍រឿងឈុតឡុងអីចឹងណាបាទកាលនៅតូចចូលចិត្តមើលរឿងវាយគ្នាអញ្ចឹងបាទឈុតឡុងនៅពេលណាដែលបាទធម្មតាអ្នកដែលតួក្បត់វាមានគ្នាច្រើនអីចឹងណាបាទអញ្ចឹងដល់ពេលតួឯកបាទតួឯកអាចមានម្នាក់ពីរនាក់អញ្ចឹងទៅនៅពេលណាដែលវាយគ្នាគឺគេអត់ដែលឲ្យតួឯកនិងតួរងតួក្បត់នឹងពាក់អាវដូចគ្នាទេបាទនៅក្នុងយើងសង្កេតមើលនៅក្នុងរឿងចិនរឿងភាពយន្តវាយគ្នាអញ្ចឹងណាបាទហេតុអីបានគេអត់ដាក់ឲ្យអាវពណ៌អាវនឹងឬក៏អីដូចគ្នាបាទ បីរំលេចណាគ្រូ បាទហ្នឹងហើយអញ្ចឹងដូចអ្នកគ្រូយល់អញ្ចឹងគឺដើម្បីឲ្យយើងដើម្បីពីព្រោះអ្នកដឹកនាំរឿងគេដឹងបាទដឹងកាលណាដាក់ដូចគ្នាយើងអ្នកមើលនេះពិបាកញែកបាទពិបាកញែកថាអូក្បាច់តួឯកហ្នឹងវាយយ៉ាងម៉េចទេដល់តួក្បត់ហ្នឹងវាយយ៉ាងម៉េចទេអញ្ចឹងណាអញ្ចឹងកន្លែងនេះក៏គេយល់ពីគេហៅថាជាច្រំរបស់មនុស្សដែរអញ្ចឹងភ្នែករបស់មនុស្សកាលណារបស់ពីរផ្សេងគ្នាហើយវាធ្វើសកម្មភាពក្នុងពេលតែមួយអញ្ចឹងធ្វើឲ្យយើងស្រួលមើលណាយើងស្រួលមើលបាទឧទាហរណ៍អីផ្សេងទៀតនៅក្នុងការបរៀននិងរៀនដែលលោកគ្រូធ្លាប់ធ្វើប៉ុន្តែយើងអត់បានចាប់អារម្មណ៍ប៉ុន្តែវាស្ថិតនៅក្នុងច្បាប់ជំរើសនៃវិជ្ជាច្រំណាលោកគ្រូតែងតែនៅលើក្តារខៀនពេលឬក៏នៅក្នុងសភៅកត់ត្រាយើងតែងតែមានចំណងជើងយើងប្រើប៊ិចក្រហមអីចឹងទៅមែនទេហើយខ្លឹមសារនៃមេរៀនយើងប្រើប៊ិចខៀវដើម្បីកត់ត្រាបាទកត់ត្រាហេតុអីបានយើងចាំបាច់ប្រើប៊ិចខៀវផងប៊ិចក្រហមផងទី1ដើម្បីសោភ័ណភាពទី2ដើម្បីរំលេចនៅអ្វីដែលសំខាន់ងាយស្រួលដល់ការចងចាំរបស់យើងដែរអញ្ចឹងលោកគ្រូ បាទអរគុណត្រូវហើយលោកគ្រូខ្ញុំគិតថាសោភ័ណភាពជារឿងទី2ឯងប៉ុន្តែរឿងទី1គឺដើម្បីឲ្យយើងស្រួលមើលបាទនៅពេលណាដែលយើងចាប់ផ្ដើមទាញសភៅនឹងមកអានគឺថាយើងចង់រកមេរៀនទី2អញ្ចឹងមេរៀនទី2វាត្រូវនៅលើចំណងជើងអញ្ចឹងគឺនៅក្នុងកណាយើងកលេចទៅយើងប៊ិចក្រហមគឺវាទាញយើងមុនគេបាទវាធ្វើយើងអាចចាប់អារម្មណ៍អាចអីចឹងអញ្ចឹងកន្លែងហ្នឹងហើយគឺពេលខ្លះយើងយកមកអនុវត្តនៅក្នុងការបរៀននិងរៀនអីចឹងដែរតែយើងអត់បានចាប់អារម្មណ៍ណាយើងអត់ដឹងថាអាហ្នឹងវាជួយដល់ការចាប់យកពិធីស្រួលមើលឬក៏ជួយទៅលើបច្ចេកច្រំរបស់មនុស្សអីចឹងណាបាទអញ្ចឹងការរំលេចវត្ថុមួយចេញពីផ្ទៃពលិចរបស់វាគឺវាជួយទៅដល់ឥន្ទ្រីយ៍អារម្មណ៍របស់មនុស្សយើងអញ្ចឹងបច្ចេកច្រំរបស់មនុស្សយើងអញ្ចឹងដែរបាទពេលខ្លះគេយកច្បាប់ហ្នឹងយកទៅអនុវត្តនៅក្នុងបាទនៅក្នុងល្បែងលេងឬក៏នៅក្នុងបាទនៅក្នុងឧទាហរណ៍ដូចល្បែងនិគូប្រហែលជាធ្លាប់លេងហ្នឹងយើងល្បែងដែលថារកឃើញល្បែងរកកំហុសនៃរូបភាពយើងដាក់រូបភាពពីរដែលដូចគ្នាមករួចហើយយើងចាប់ផ្ដើមរកឃើញតើកន្លែងណាដែល
ដែលបាត់រូបណាដែល missing part អីចឹងណាយើងចឹងយើងអានឹងយើងយកអានឹងដើម្បីយកមកធ្វើជាល្បែងលេងអីចឹងដែរដើម្បីជួយពង្រឹងណាជួយពង្រឹងភាគចរន្តផ្នែកចក្ខុរបស់យើងនេះបាទនៅក្នុងវិស័យយោធាក៏អញ្ចឹងដែរគូមានឆ្ងល់ហេតុអីបានជានៅក្នុងឯកសណ្ឋានរបស់ទាហានគេប្រើពណ៌អីគេឯកសណ្ឋានរបស់ទាហាន ប៉ារ៉ាពណ៌មានពណ៌ប៉ារ៉ាពណ៌អាចខ្សែលោកគ្រូ បាទពណ៌ស្លែឬក៏បាទនោះគឺយើងហៅដូចពណ៌ធម្មជាតិអញ្ចឹងមែនទេដូចពណ៌ស្លឹកឈើអីចឹងដែរបាទហេតុអីបានជាគេជ្រើសរើសយកពណ៌ហ្នឹងគេព្រមយកពណ៌អីឲ្យវាឆើតជាងហ្នឹងទៅចឹងចឹងអាហ្នឹងក៏ជាបាទក៏ជាចិត្តសាស្ត្រមួយដែលគេប្រើដែលគេយកមកប្រើនៅក្នុងវិស័យយោធាដែរអញ្ចឹងការជ្រើសរើសឯកស្ថានបែបហ្នឹងគឺវាជួយឲ្យទាហានហ្នឹងគឺគាត់គេហៅថាប្រឡំណាប្រឡំទៅនឹងធម្មជាតិបាទទៅលើដើមឈើស្លឹកឈើអីផ្សេងហ្នឹងវាជួយដែរបាទដើម្បីកុំឲ្យសត្រូវហ្នឹងមើលឃើញពីពណ៌បាទមើលឃើញងាយកត់សម្គាល់មើលពីទាហានហ្នឹងបាទអាហ្នឹងគឺអញ្ចឹងពីព្រោះគេដឹងថាផ្នែករបស់យើងកណាវត្ថុ2ណាឯកស្ថានរបស់ទាហានហ្នឹងហើយនឹងធម្មជាតិហ្នឹងកណាវានៅប្រឡំមួយគ្នាគឺផ្នែកយើងអត់ងាយសង្កេតឃើញទេអញ្ចឹងណាបាទអញ្ចឹងហើយបានជាគេជ្រើសរើសរកឯកស្ថានបែបហ្នឹងយកមកដាក់មកធ្វើបាទវិជ្ជាចរមរបស់មនុស្សហ្នឹងគឺពឹងផ្អែកទៅលើចំណង់ចំណូលចិត្តទំនោរនិងអេយ៉ាបទរបស់បុគ្គលដែរបាទអញ្ចឹងវាអាស្រ័យលើចំណង់ចំណូលចិត្តអីយើងដែរបាទដូចកាលណាយើងមានចំណង់ចំណូលចិត្តអីមួយគឺយើងផ្ដោតតែទៅលើវត្ថុហ្នឹងឯងណាទៅលើរបស់ហ្នឹងឯងបាទដូចឧទាហរណ៍ថាលោកគ្រូទៅមើលការប្រគំតន្ត្រីមួយបាទយើងមើលទៅលើក្រុមភ្លេងបាទក្រុមភ្លេងអញ្ចឹងចំណង់ចំណូលចិត្តកាលណាយើងមានចំណង់ចំណូលចិត្តទៅលើអ្នកដែលលេងហ្គីតាគឺយើងមើលតែហ្គីតាទេបាទយើងមើលតែអ្នកលេងហ្គីតាហ្នឹងទេឃើញទេអញ្ចឹងកាលណាយើងមានចំណង់ចំណូលចិត្តអីមួយវាទាញយើងទៅរកសង្កេតទៅលើអាហ្នឹងខ្លាំងជាងគេបាទអ្នកខ្លះទៅចូលចិត្តអ្នកចម្រៀងបាទអញ្ចឹងសម្លឹងមើលទៅអ្នកចម្រៀងហ្នឹងបាទអញ្ចឹងហ្នឹងក៏ជាផ្នែកមួយនៃច្បាប់ជំរើសនឹងដែរណាបាទវាអាស្រ័យទៅលើចំណង់ចំណូលចិត្តទៅលើទំនោររបស់បុគ្គលបាទម្នាក់ដែរបាទបើខ្ញុំវិញខ្ញុំទៅមើលតន្ត្រីមើលអីខ្ញុំមើលតែអ្នកលេងហ្គីតាបាទព្រោះខ្ញុំចូលចិត្តលេងហ្គីតា solo បាទមើលតែដៃ solo ឯងគឺតាក់ចិត្តហ្មងបាទតើនេះគូតាក់តងនឹងច្បាប់ជំរើសហ្នឹងអាចយល់បានឬក៏នៅអត់ទាន់យល់អីទេបាទលោកគ្រូយល់ហើយលោកគ្រូអរគុណ បាទអរគុណលោកគ្រូបាទចឹងច្បាប់ទី1ច្បាប់ជំរើសច្បាប់ទី2គឺច្បាប់ស្ថិរភាព law of stability បាទស្ថិរភាពចឹងស្អីទៅច្បាប់ស្ថិរភាពគូមើលមករូបខាងក្រោមរូបទី1គឺយើងហៅអីគេហ្នឹងកៅអីទាំងអស់លោកគ្រូ កៅអីបាទរូបទី2ក៏កៅអីទី3ក៏កៅអីដែរបាទទាំងអស់កៅអីទាំងអស់បាទអញ្ចឹងហេតុអីបានជាយើងរូបភាពផ្សេងគ្នាប៉ុន្តែយើងហៅជាកៅអីដែរបាទគឺដោយសារយើងស្គាល់យើងយល់ពីអត្ថន័យនៃវត្ថុហ្នឹងបាទកាលណាយើងស្គាល់វត្ថុហ្នឹងច្បាស់
ទោះបីវាបដូរទម្រង់មិនក៏ដោយក៏យើងនៅតែស្គាល់វាថាជារបស់នឹងដែរដូចខ្ញុំឧទាហរណ៍មិញពីប៊ិចអញ្ចឹងបាទពីប៊ិចអញ្ចឹងស្តៀងគ្នានឹងឧទាហរណ៍នឹងដែរទោះបីជាប៊ិចហ្នឹងគេដាក់ទៅពណ៌ក្រហមទៅពណ៌ខៀវពណ៌អីក៏ដោយក៏យើងនៅស្គាល់វាថាជាប៊ិចដែរដោយសារយើងស្គាល់ពីអត្ថន័យស្គាល់ពីរបស់ហ្នឹងណាស្គាល់ពីទម្រង់របស់វាហើយរបៀបប្រើប្រាស់អីផ្សេងៗអញ្ចឹងអាហ្នឹងហើយច្បាប់ស្ថិរភាពបាទកាលណាយើងមានស្ថិរកាលណាយើងយល់មានបច្ចេកច្រំទៅលើអីមួយគឺយើងយល់ច្បាស់បាទទីរូបក៏អញ្ចឹងដែរទីរូបស្គាល់មុខម្ដាយបាទអាហ្នឹងគឺចាប់ពីអាយុ6ខែមកបាទទីរូបចាប់ផ្ដើមស្គាល់មុខម្ដាយឯងបាទពេលហ្នឹងគាត់ចាប់ផ្ដើមយំរកម្ដាយបាត់មុខម្ដាយឯងតិចគាត់ចាប់ផ្ដើមទីរកជួបម្ដាយអីចឹងទៅហើយទោះបីជាម្ដាយបិទបាំងមុខមិនក៏ដោយណាក៏ទីរូបអាចស្គាល់ដែរណាពីព្រោះកាលណាយើងទីរូបកាលណាស្គាល់ម្ដាយមិនសំដៅតែទៅលើមុខទេណាផ្នែកបើសិនជាកុមារសំដៅតែទៅលើមុខទីរូបនឹងសំដៅតែទៅលើមុខម្ដាយបើសិនជាម្ដាយបិទមុខទីរូបនឹងអត់ស្គាល់ប៉ុន្តែបច្ចេកច្រំរបស់កុមារទៅលើម្ដាយគឺអាចតាក់ទងទៅលើក្លិនរបស់ម្ដាយបាទទៅលើមុខមាត់ក៏ជាផ្នែកមួយប៉ុន្តែមានផ្សេងទៀតសំឡេងបាទសំឡេងកុមារក៏អាចមានបច្ចេកច្រំទៅលើសំឡេងរបស់ម្ដាយបាទកុមារអាចកត់សម្គាល់ឃើញពីលក្ខណៈខុសគ្នារវាងអ្នកផ្សេងហើយនឹងម្ដាយណាអញ្ចឹងផ្នែកតិចក្លិនច្រមុះអីទាំងអស់ហ្នឹងគឺផ្ដល់ឲ្យកុមារលទ្ធភាពឲ្យកុមារស្គាល់ម្ដាយច្បាស់ណាអាហ្នឹងយើងហៅថាកុមារគាត់មានបច្ចេកច្រំទៅលើម្ដាយហ្នឹងគាត់ស្គាល់ម្ដាយច្បាស់បាទអញ្ចឹងណាចាប់ពីអាយុ6ខែទៅគឺកុមារអាចមានសមត្ថភាពស្គាល់អញ្ចឹងហើយអញ្ចឹងណាអញ្ចឹងច្បាប់ទី2គឺច្បាប់ស្ថិរភាពទី3យើងហៅថាការយល់ដឹងឬក៏ពេលខ្លះគេអាចហៅម្យ៉ាងទៀតថាការយល់ចិត្តបាទការយល់ចិត្តហ្នឹងគឺជាសមត្ថភាពនៃបច្ចេកច្រំមួយដែររបស់មនុស្សបាទមនុស្សយើងមានការយល់ចិត្តអត់ដូចគ្នាទេវាអាស្រ័យទៅលើសញ្ចេតនាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ដែរអញ្ចឹងសមត្ថភាពនៃការយល់ចិត្តរបស់មនុស្សនេះជួនកាលអ្នកខ្លះទៅគាត់ជ្រាលជ្រៅបាទខ្លះទៀតគាត់អត់សូវទេបាទដូចរឿងយើងជាគ្រូបរិញ្ញាបត្រក៏អញ្ចឹងដែរជួនកាលលោកគ្រូអ្នកគ្រូខ្លះធ្វើជាគ្រូបរិញ្ញាបត្រប៉ុន្តែអត់ទាន់យល់ពីការគិតពីអារម្មណ៍របស់សិស្សរបស់អីប្រហែលនេះមានគាត់អត់សូវផ្ដោតទៅលើអារឿងដាក់ណាដាក់អារម្មណ៍របស់គាត់ទៅលើអារម្មណ៍កូនសិស្សទៅលើការគិតទៅលើសញ្ចេតនារបស់កូនសិស្សអីអត់សូវយល់ដែរណាការកម្រិតនៃការយល់ចិត្តហ្នឹងអត់ដូចគ្នាទេបាទគ្រូខ្លះទៀតគាត់ផ្ដោតតែទៅលើរឿងចំណេះដឹងលើអីចឹងទៅប៉ុន្តែគ្រូខ្លះទៀតគាត់មានការយល់ចិត្តស៊ីជម្រៅទៅលើសិស្សអីចឹងដែរណាគាត់អាចយល់ពីអារម្មណ៍គាត់អាចយល់ពីការគិតអីមួយចំនួនអញ្ចឹងណាហ្នឹងគឺការយល់ចិត្តអារម្មណ៍នៃការយល់ចិត្តនេះពេលខ្លះវាអត់ចាំបាច់បុគ្គលផ្សេងទៀតគាត់ធ្វើមកឲ្យយើងឃើញជាក់ស្ដែងទេប៉ុន្តែវាជាអារម្មណ៍មួយដែលយើងអាចដឹងឧទាហរណ៍គ្រាន់តែឃើញទឹកមុខក្រៀមក្រំយើងអាចយល់ថាគាត់នឹងមានទុកអីផ្សេងអីចឹងទៅមានទុកមានក្តីកង្វល់ក្នុងចិត្តអីចឹងការពិបាកចិត្តអីផ្សេងចឹងណាបាទច្បាប់ទី4គឺយើងហៅថាវិបលាសណាស្តៀងគ្នានឹងឥន្ទ្រីយ៍អារម្មណ៍ដែរឥន្ទ្រីយ៍អារម្មណ៍យើងមានច្បាប់វិបលាសនៃឥន្ទ្រីយ៍អារម្មណ៍ចឹងណានៅក្នុងបច្ចេកច្រំក៏មានអញ្ចឹងដែរវាស្តៀងគ្នាឡើយនេះ
បាទច្បាប់វិបលាស់ហ្នឹងគឺជាវិជាការនៃវិជ្ជាច្រំដែលគឺជាចំណាំងភ័ណ្ឌច្រឡំនៃសច្ចានុមត្តជាសច្ចានុមត្តពីវត្ថុឬបាតុភូតទាំងឡាយបាទជាទូទៅវាអាស្រ័យដោយកត្តាផ្លូវកាយកត្តាសរីរវិទ្យានិងផ្លូវចិត្តរបស់មនុស្សដែរអាហ្នឹងណាបាទអញ្ចឹងស្តៀងគ្នានឹងឥន្ទ្រីយ៍អារម្មណ៍ប៉ុន្តែគ្រាន់ថាឥន្ទ្រីយ៍អារម្មណ៍វិបលាស់នៃឥន្ទ្រីយ៍អារម្មណ៍យើងភ័ណ្ឌច្រឡំជាទូទៅឯអ្នកណាក៏ភ័ណ្ឌច្រឡំដូចគ្នាដែរឧទាហរណ៍យើងឃើញចង្កឹះក្នុងទឹកក្នុងកែវទឹកហ្នឹងយើងថាចង្កឹះហ្នឹងយើងមើលឃើញបាក់ណាវាចង្កឹះហ្នឹងវាអ្នកណាក៏មើលឃើញចឹងដែរអញ្ចឹងមិនជាបញ្ហាទេប៉ុន្តែនៅក្នុងវិបលាស់នៃបច្ចេកច្រំមានន័យថាវាអាស្រ័យដោយកត្តាផ្លូវកាយចឹងកាលនេះនឹងមានជំងឺអីមួយចឹងទៅបាទគាត់មានវិបលាស់នៃចក្ខុរបស់គាត់អីចឹងបាទជាពិសេសអ្នកដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរគាត់មានវិបលាស់បច្ចេកច្រំហ្នឹងគឺភ្នែកគាត់នឹងមើលឃើញស្អីតែអត់ពិតទេបាទដូចអ្នកដែលទៅចងកអ្នកដែលលោតទឹកអីហ្នឹងអ្នកខ្លះថាគាត់មានវិបត្តិអីប៉ុន្តែមានការបកស្រាយខ្លះដោយសារគាត់មានវិបលាស់យើងហៅថាវិបលាស់សោតតន្ត្រីបាទវិបលាស់ផ្នែកតិចហ្នឹងខ្លះទៅមានគេមកខ្សឹបប្រាប់គាត់អីចឹងទៅថាអូលោតទឹកសបាយអីចឹងទៅធ្វើឲ្យជីវិតយើងរីករាយអីចឹងណាបាទអាហ្នឹងយើងហៅថាវិបលាស់សោតតៈបាទអញ្ចឹងអ្នកដែលសិក្សាពីជំងឺផ្លូវចិត្តអីគេបកស្រាយហ្នឹងទៅផ្សេងបាទអញ្ចឹងអានេះវាអាស្រ័យលើការគិតរបស់គ្រូទេជឿឬមិនជឿប៉ុន្តែនៅក្នុងការបកស្រាយផ្នែកជំងឺផ្លូវចិត្តហ្នឹងគឺគេបកស្រាយអញ្ចឹងបាទយើងឃើញអ្នកខ្លះគាត់មានជំងឺផ្លូវចិត្តរ៉ាំរ៉ៃអីចឹងគាត់លោតពីលើផ្ទះលោតអីចឹងទៅអាហ្នឹងមិនមែនគាត់ចង់លោតទេគឺដោយសារគាត់មានវិបលាស់នៃការគិតរបស់គាត់បាទគាត់យល់ខុសអីចឹងទៅខ្លះទៅមានគេមកខ្សឹបប្រាប់គាត់គឺគាត់មានលឺសំឡេងចឹងមែនបាទតែយើងមនុស្សធម្មតាយើងអត់មានជំងឺអីយើងអត់មានលឺទេអត់មានពីណាមកខ្សឹបមានអីមកទេណាបាទបាទមកដល់កន្លែងនេះលោកគ្រូមាន comment សំណួរអីផ្សេងសូមអញ្ជើញលើកឡើងអធិស្ឋានលោកគ្រូអាពាក្យវិបលាស់ហ្នឹងមិនមែនឈួតទេលោកគ្រូអាហ្នឹងស្មើនឹងពាក្យអត្តន័យវាស្មើនឹងពាក្យឈួតឬក៏មិនដែរលោកគ្រូចាវិបលាស់ហ្នឹងបើយើងនិយាយចំទៅគ្រាន់ថាអ្វីដែលវាខុសពីប្រក្រតីអញ្ចឹងណាអញ្ចឹងបើយើងប្រែឈួតវិញលោវាពិបាកស្ដាប់ឬក៏វាធ្ងន់អីអញ្ចឹងណាអញ្ចឹងមកថាវិបលាស់អានឹងស្រែកយើងបកស្រាយបាទស្រែកយើងបកស្រាយបើកាលណាវាខុសពីប្រក្រតីប៉ុន្តែបើសិនឧទាហរណ៍ថាគ្រាន់តែយើងឈឺក្បាលយើងមានជំងឺអីតិចតួចក្នុងខ្លួនក៏យើងអាចថាវិបលាស់ផ្លូវកាយយើងចឹងបានដែរបាទបើយើងថាដល់ឬក៏បើវិបលាស់ផ្លូវចិត្តឧទាហរណ៍យើងពិបាកចិត្តអីតិចតួចមានវាធ្វើឲ្យការគិតរបស់យើងវាខុសប្រក្រតីបាទអាហ្នឹងយើងហៅវិបលាស់តែយើងថាឈួតគឺលោវាធ្ងន់ណាបាទចាលោកគ្រូចាបាទចឹងបច្ចេកច្រំរបស់យើងពេលខ្លះវាមិនមែនសុទ្ធតែយើងយល់ត្រឹមត្រូវទេបាទគឺការយើងគិតអីខុសដែរដូចយើងមានលុយហើយយើងយកទៅចងការគេដែលយើងគិតថាចងការទៅវាចំណេញឱកាសចំណេញឧទាហរណ៍អញ្ចឹងតែដល់ពេលយើងចងការទៅដល់ពេលគេបោកទៅណាគេបោកទៅក៏យើងបាត់បង់លុយនឹងទៅអាហ្នឹងមានន័យថាយើងភ្ជាប់ច្រំរបស់យើងពេលខ្លះការគិតអីផ្សេងមិនមែនសុទ្ធតែត្រូវទេអាហ្នឹងយើងមានវិបលាស់អីក្នុងការគិតអីចឹងដែរបាទចឹងពេលយើងបរៀនតើយើងចង់ឲ្យ
សិស្សមានវិជាការឬក៏មានការភ័ន្តច្រឡំច្រើនទៅលើមេរៀននេះឬក៏យើងកាត់បន្ថយ កាត់បន្ថយលោកគ្រូ គួរកាត់បន្ថយលោកគ្រូ បាទលោកគ្រូផ្សេងទៀតយល់ឃើញមិនដែរ ចាលោកគ្រូខ្ញុំយល់ឃើញដោយលោកគ្រូវិស័យដែរយើងគួរតែកាត់បន្ថយការយល់ច្រឡំឬក៏ការភ័ន្តច្រឡំហ្នឹងឲ្យបានកាន់តែច្រើនកាន់តែល្អប្រសើរសម្រាប់កូនសិស្សអញ្ចឹងលោកគ្រូ បាទអរគុណត្រឹមត្រូវបាទសូមឯកភាពគឺយើងត្រូវព្យាយាមមិនយើងកាត់បន្ថយណាកាត់បន្ថយអញ្ចឹងនៅក្នុងការបរៀនផ្នែកមតិសិក្សាយើងផលិតសម្ភារៈច្រើនណាស់មែនទេយើងលើកដូចឧទាហរណ៍នេះតើរូបភាពនេះដូចគ្នាឬខុសគ្នា ខុសគ្នាលោកគ្រូ បាទអញ្ចឹងផ្នែកយើងជួនកាលយើងក៏លេខមកផ្លែតទៅយើងឃើញថាស្តៀងដូចតែគ្នាប៉ុន្តែវាជាប្រភេទផ្លែឈើពីរផ្សេងគ្នាណាអញ្ចឹងយើងកាលណាយើងបរៀនសិស្សគឺយើងឲ្យសិស្សញែកឲ្យដាច់ណាទៅលើរូបភាពឬបាតុភូតអីមួយក្នុងការបរៀនសិស្សនៅមតិសិក្សាផ្ដោតសំខាន់ទៅលើការផលិតសម្ភារៈឧបទេសបាទជួនកាលយើងចង់ឲ្យសិស្សស្គាល់ឧទាហរណ៍ថាស្គាល់ផ្លែដូងតែស្រាប់តែយើងគូររូបផ្លែដូងហ្នឹងអត់ចំទួយជាដូងទេធ្វើឲ្យសិស្សមើលទៅចេញទៅរូបអីវិញណារូបផ្លែក្រូចផ្លុងអីយ៉ាងឧទាហរណ៍អញ្ចឹងពេលហ្នឹងគឺសិស្សមានការភ័ន្តច្រឡំហើយណាកុមារហ្នឹងមានការភ័ន្តច្រឡំអញ្ចឹងធ្វើម៉េចការផលិតសម្ភារៈឧបទេសហ្នឹងឲ្យសិស្សហ្នឹងមើលទៅឃើញថាបើថាផ្លែដូងវាត្រូវមានឃ្លាយមានស្អីចឹងទៅណាមានកលេចទៅយើងឃើញតែផ្លែដូងណាលោកគ្រូខ្ញុំសង្កេតឃើញលោកគ្រូមត្តេយ្យសិក្សាមួយចំនួនគាត់ធ្វើសម្ភារៈឧបទេសមើលទៅធ្វើឲ្យកុមារហ្នឹងពិបាកមើលពេលខ្លះបាទប៉ុន្តែពីមុននេះបើឥឡូវខ្ញុំឃើញគ្រូអ្នកគ្រូមត្តេយ្យភាគច្រើនគឺគាត់យករូបភាពហ្នឹងពីអ៊ីនធឺណិតពីអីមកអញ្ចឹងវាអត់សូវខុសប្លែកគ្នាវាអត់សូវខុសគ្នាប៉ុន្តែលើកមុនកាលពីចំនួនមុនហ្នឹងគឺរូបភាពសម្ភារៈឧបទេសហ្នឹងគឺគូរដោយផ្ទាល់ដៃអញ្ចឹងការគូរហ្នឹងជួនកាលវាមានធ្វើឲ្យមើលទៅច្រឡំដែរពេលខ្លះបាទកន្លែងនេះលោកគ្រូបានឆ្លើយហើយគឺយើងជៀសវាងឲ្យបានច្រើនណាកុំឲ្យមានការភ័ន្តច្រឡំនៃវិជាការនៃវិជ្ជាចរន្តទៅកាន់កុមារបាទកុំយើងជៀសវាងឲ្យបានច្រើនណាកុំឲ្យមានវិជាការបាទបាទលោកគ្រូមាន comment អីផ្សេងទៀតឥឡូវខ្ញុំនិយាយទៅកន្លែងឬមានសំណួរមានអីអាចសូមអញ្ជើញលើកឡើងដើម្បីគ្រូផ្សេងទៀតក៏អាចរៀនសូត្របានពីគ្រូអីផ្សេងដែរបាទលោកគ្រូខ្ញុំចាប់អត់ទាន់ពាក្យមេយាការបានន័យថាម៉េចទៅលោកគ្រូ បាទអរគុណលោកគ្រូវិជាការហ្នឹងបាទជាពាក្យមួយខ្ញុំព្យាយាមរកនៅក្នុងវចនានុក្រមរកអត់មានដែរពាក្យហ្នឹងណាប៉ុន្តែនៅក្នុងឯកសារចិត្តវិទ្យាសម្រាប់ការបណ្ដុះបណ្ដាលគ្រូមត្តេយ្យសិក្សាហ្នឹងគឺប្រើពាក្យហ្នឹងបាទគេប្រើពាក្យវិជាការហ្នឹងអញ្ចឹងក៏ខ្ញុំអត់ហ៊ានដូរពាក្យគេទេខ្ញុំយកពាក្យគេមកប្រើអញ្ចឹងដូចគ្នាវិជាការហ្នឹងគឺជាការភ័ន្តច្រឡំហ្នឹងហើយលោកគ្រូប៉ុន្តែមិនមែនពាក្យមួយដែលយើងថាអីក្នុងរឿងខ្មែរយើងស្អីវិជាស្ត្រីអីហ្នឹងអាហ្នឹងពាក្យផ្សេងគ្នាទេលោកគ្រូចឹងណាបាទខ្ញុំមិញចង់ច្រឡំជាមួយនឹងដែរថាមេយាងដូចជាចង់ទាញទៅពាក្យនោះអរគុណលោកគ្រូបាទអញ្ចឹងវិជាការហ្នឹងគឺសំដៅលើការភ័ន្តច្រឡំផ្សេងឯងបាទជាពាក្យមួយផ្សេងបាទ
chẳng miền là cô đi cô trà nó để vô cho lòng bị nâng từ nâng và bởi vì sao lấy bà vì sao lấy illusion và illusion á bị nâng á chẳng là bây giờ mà máy dương illusion và បាទហ្នឹងលក្ខណៈបំភាន់ឬបំភាន់ bà lệ cái nạ bóng phôn lệ cái nạ ấy chẳng á illusion bà linh illusion bà illusion bà ừ. Ba bơ cô này cô admin chi comment sum nu ấy chẳng tiếc nhưng mà hai chị ai cầm ao gì tại anh biết chọn anh cô bà thì hai tha slow bên trang làm pi club sa mê riêng dương mà ngày nâng tích hơi thật ta cô vô pi club sa mê riêng nó hai vô từ nó vót nó không ca bằng riêng nâng riêng nó không thạ riêng ban đôi mà đạch nè dương riêng pi trừ đây dương riêng pi cực crom này ca có cát này tri giờ rom sẽ rom ấy chứ và chẳng ta tới nó không na ca và riêng riêng dương ai vô từ apply ban đôi mà đạch chẳng nè chẳng trong nâng bài chạy cùng cứu chi crom tối tối và hay phía xa lơ sum nô này bà ta ca riêng mê riêng tri rom sẽ rom chui nè không ca bằng riêng sợ đôi mà đạch đâm na can ca và riêng sợ đôi đạch dương vô từ nó vọt không ca bằng riêng đôi mà đạch lại chẳng á chẳng không ca về phía xa dương cùng cứu cho như rúm cho anh crom thì giết trong nâng bài chạyហើយក្នុងការកត់ត្រាលោកគ្រូអាចកត់ត្រាក្នុងកុំព្យូទ័រក៏បានហើយឬក៏អាចសរសេរដៃទៅរួចហើយថតលទ្ធផលហ្នឹងទៅលាក់ចូលក្នុងក្រុម Telegram យើងបាទដើម្បីឲ្យអ្នកផ្សេងបានឃើញពីលទ្ធផលក្រុមហ្នឹងណាអញ្ចឹងណាលោកគ្រូបាទឬក៏អាចឬក៏លោកគ្រូអាចភាសាក្នុងក្រុមហ្នឹងទៅថាគួរធ្វើយ៉ាងម៉េចបើសិនមានកុំព្យូទ័រអាច typing អាចអី share screen នៅក្នុងក្រុមតូចហ្នឹងទៅដើម្បីដូចយើងវិភាសានៅក្នុង face to face សកម្មភាពចឹងដែរបាទអានេះគូស៊ីវនបាទគូចាជម្រាបសួរលោកគ្រូបើសិនជាលោកគ្រូអាចឲ្យសំណួរមុនហើយសមាជិកក្រុមមុនទៅហើយដល់ពេលចូលមកវិញពិភាក្សាបានលឿនអញ្ចឹងលោកគ្រូបាទនេះសំណួរគឺខ្ញុំដាក់នៅលើ screen ហ្នឹងហើយមានឃើញទេគ្រូចាឃើញលោកគ្រូឃើញបាទនេះគឺជាសំណួរមានន័យថាពេលគូរៀនមួយថ្ងៃហ្នឹងតើយកទៅអនុវត្តនៅក្នុងការបង្រៀននឹងរៀនហ្នឹងបានដូចម្ដេចយើងរៀនទ្រឹស្ដីបាទយើងរៀនច្រើនណាស់យើងរៀនអត្តនោម័តនៃចិត្តធម្មជាតិនៃបាតុភូតចិត្តយើងរៀនមេរៀនឥន្ទ្រីយរមក្រឹតក្រមដើម្បីឲ្យកើតមានឥន្ទ្រីយរមរៀនពីក្រឹតក្រមនៃការដែលនាំឲ្យមានបច្ចៈចរមយើងរៀនច្រើនតែជាលក្ខណៈទ្រឹស្ដីនៅឡើយបាទខ្ញុំគិតថាទ្រឹស្ដីបើសិនជាលោកគ្រូថាអត់ដឹងថាយកអានឹងយកទៅ apply យ៉ាងម៉េចមានន័យថាការរៀនហ្នឹងគឺអត់ប្រយោជន៍ទេបាទចាំមិនខ្ញុំចង់ឲ្យលោកគ្រូ post and reflect អាចថាយើងឈប់បន្តិចសិនហើយយើងឆ្លុះបញ្ចាំងថាតើយើងធ្វើយ៉ាងម៉េចឥឡូវយើងដឹងទ្រឹស្ដីយ៉ាងម៉េចហើយយើងយកទៅអនុវត្តយ៉ាងម៉េចអញ្ចឹងណាបាទគេហៅថាយើងដឹងច្បាប់ព្រំនៃឥន្ទ្រីយរមហើយច្បាប់ព្រំនិយាយថាយើងមានឥន្ទ្រីយរមអាស្រ័យដោយកម្លាំងរំញោច
ចឹងនៅក្នុងការរៀបចំថ្នាក់រៀនយើងគួរធ្វើម៉េចបាទយើងដឹងពីច្បាប់ជំរើសនៃបច្ចេកចរន្តគេថាកាលណាយើងវត្ថុពីរកាលណាយើងពន្លិចវត្ថុមួយចេញពីផ្ទៃរបស់វាមកធ្វើយើងងាយមើលឃើញបាទអញ្ចឹងនៅក្នុងការបរៀនយើងត្រូវធ្វើម៉េចដើម្បីឲ្យសិស្សងាយមានបច្ចេកចរន្តដោយប្រើច្បាប់ជំរើសហ្នឹងអញ្ចឹងហ៎អញ្ចឹងច្រើនខ្ញុំគិតថាបើសិនជាយើងគូអាចយល់ពីអត្ថន័យហ្នឹងហើយយើងយកមកអនុវត្តបានអញ្ចឹងមានន័យថាការរៀនហ្នឹងគឺមានប្រយោជន៍អញ្ចឹងបាទមានសំណួរផ្សេងទៀតទេមុននឹងខ្ញុំបែងចែកក្រុមបាទលោកគ្រូអត់អីយល់ហើយលោកគ្រូចាំធ្វើការងារក្រុមចាំបាទតែអីចាំកាត់ទៀតលោកគ្រូអូខេអញ្ចឹងខ្ញុំបែងចែកក្រុមទុយហើយខ្ញុំនឹងចូលទៅតាមក្រុមនឹងដើម្បីជួយសម្របសម្រួលទេអត់អីទេបាទអញ្ចឹងចាំផ្លែតខ្ញុំចូល break room break out តិចអាហ្នឹងចូលតាមណាយូរប្រើម្ដង breakout room assign automatically thì យើងមកអ្នកចូលរួម28អញ្ចឹងមួយក្រុមអាចថា4ក្រុម7 4 ដង28អញ្ចឹង7នាក់ហ្នឹង7នាក់អញ្ចឹង4ក្រុមហ្នឹងគឺក៏5ក្រុម7 6 បាទ4ក្រុមបានហើយក្រុម7នាក់បាទបាទអញ្ចឹងខ្ញុំបានបង្កើតក្រុមហើយលោកគ្រូជួយចុច join ទៅដើម្បីចូលទៅក្រុមមួយហើយពិភាក្សាអញ្ចឹងក្នុងការពិភាក្សាគឺលោកគ្រូធ្វើដូចយើងនៅក្នុងថ្នាក់រៀនអញ្ចឹងគឺមានអ្នកកត់ត្រាមានប្រធានក្រុមមានអីចឹងធម្មតាណាគ្រូបាទ
ពេលព្រឹកមិញខ្ញុំអត់បានចូលរួមដែរលោកគ្រូប៉ុន្តែឥន្ទ្រីអារម្មណ៍អាចសំដៅទៅលើវិញ្ញាណទាំង6របស់យើងណាឥន្ទ្រីទាំង6 អាហ្នឹងគឺជាតកតងមួយចំនួនឥន្ទ្រីអារម្មណ៍តែសំខាន់ស្អីទៅគឺជាឥន្ទ្រីអារម្មណ៍មកលោកគ្រូ ឧមាថាយើងមើលឃើញតាមភ្នែកអាហ្នឹងគេហៅថាចក្ខុតាមចក្ខុហើយចាត់ខិនទ្រីទ្រីយ៉ាងហ្នឹងឥន្ទ្រី អាហ្នឹង អីគេ ចា បាទ អាហ្នឹងយល់ដោយលោកគ្រូដែរប៉ុន្តែគឺជាអារម្មណ៍ដែលយើងមានដំបូងឧទាហរណ៍ថាឥឡូវដូចគាត់បង្ហាញសត្វយើងមិនហ្នឹងអញ្ចឹងពេលឬក៏រូបភាពយើងមិនហ្នឹងអញ្ចឹងអ្នកខ្លះគេយល់ឃើញចេះអ្នកខ្លះមើលឃើញចេះអ្នកខ្លះមើលឃើញចុះហ្នឹងគឺជាឥន្ទ្រីអារម្មណ៍របស់យើងហើយមិនអញ្ចឹងតាមរយៈគេចក្ខុរបស់យើង បាទហ្នឹងជាឥន្ទ្រីអារម្មណ៍ហ្នឹងគ្រូអ្វីយើង ចា ប៉ះទៅ បន្ទាប់ ដំ ពី បូង ដឹង គេហើយជាឥន្ទ្រីអារ ចា ម្មណ៍ បាទសូមអរគុណលោកគ្រូនិគូដែលបានចូលរួមពិសាក្រុមឥឡូវយើងអាចចំណាយពេលអាចមកក្រុមចន្លោះពី5នាទីទៅ7នាទីដើម្បីបង្ហាញផលិតផលរបស់ខ្លួនអញ្ចឹងអាចក្រុមណាស្ម័គ្រចិត្តមុនគេ លោកគ្រូក្រុមទី3ក៏បានដែរលោកគ្រូ គេក្រុមទី3បាទអញ្ចឹងខ្ញុំ បើដឹងថាត្រូវឲ្យខុសហ្នឹង ចាំលោកគ្រូជួយកែលម្អហ្នឹង បានអត់មានត្រូវមានខុសទេរៀនទាំងអស់គ្នាបាទ ពីសួរលោកគ្រូថាដែរអត់មានត្រូវដឹងតែខុសហើយ ឥឡូវខ្ញុំ minimize អានេះអត់បានអាចក្រុមនឹង share ហ្មងទេប្រើកុំព្យូទ័រទេឬក៏យ៉ាងណា លោកគ្រូឃើញបោះក្រុមខ្ញុំទេលោកគ្រូ បាទឃើញបានហ្នឹងហើយបាទអញ្ជើញបាទ ច្រឡំឃើញខ្ទេចអស់លីងខេចាលោកគ្រូឥឡូវខ្ញុំសុំ present យកហ្មងណាលោកគ្រូណាខ្ញុំតំណាងឲ្យក្រុមទី3តែម្ដងព្រោះមុនហ្នឹងនៅអត់ទាន់ច្បាស់លាស់ ក្រុមសមាជិកក្រុមខ្ញុំមានបងបិនបងស៊ីវ៉នចាន់នីអ្នកគ្រូស៊ីដែនហើយខ្ញុំអ្នកគ្រូស្រីវុឌ្ឍហើយតើតើនឹងសំណួររបស់លោកគ្រូតើការរៀនមេរៀនឥន្ទ្រីអារម្មណ៍និងប្រាក្យារម្មណ៍ជួយអ្នកក្នុងការបង្រៀនសិស្សដូចម្ដេចឬក៏ជួយគ្រូក្នុងការបង្រៀនសិស្សដូចម្ដេចខ្លះជាក់ស្ដែងនៅក្នុងហ្នឹងសម្រាប់ក្រុមខ្ញុំគឺខ្ញុំដាក់និយមន័យសិនបានយើងទាញទៅរកកន្លែងថាតើវាអាចជួយអីបានអញ្ចឹងលោកគ្រូអញ្ចឹងខ្ញុំសូមអត់បកស្រាយកន្លែងឥន្ទ្រីអារម្មណ៍និងប្រាក្យារម្មណ៍មានន័យដូចម្ដេចទេណាលោកគ្រូខ្ញុំសូមបកស្រាយថាវាអាចទាំងពីរហ្នឹងគឺអាចជួយគ្រូក្នុងការបរៀនសិស្សដោយធ្វើឲ្យចំណេះដឹងកាន់តែច្បាស់លាស់ហើយងាយយល់មិននិយាយទៅយើងកាត់បន្ថយការភ័ន្តច្រឡំរបស់កូនសិស្សហើយអនុវត្តដោយភ្ជាប់ចំណេះដឹងអរូបីទៅជាមួយនឹងពិភពខាងក្រៅដោយការប្រើប្រាស់នៅភ្នែកដៃត្រចៀកហើយក៏វាជួយឲ្យកូនសិស្សមានការចងចាំបានយូរនិងអាចវិភាគការវាយតម្លៃបញ្ហាបានកាន់តែល្អប្រសើរចាលោកគ្រូក្រុមខ្ញុំមានប៉ុណ្ណឹងលោកគ្រូទទួលបានច្បាស់ហើយលោកគ្រូ បាទមានខ្លីប៉ុណ្ណឹង ចាខ្លីប៉ុណ្ណឹងសង្ខេបបែបខ្លីលោកគ្រូ ខែបែបខ្លីបាទ ចា ខ្ញុំចាប់អារម្មណ៍ពាក្យមួយដែលក្រុមនៃគ្រូដាក់ថានេះអាចងាយយល់អាចអនុវត្តបានផ្សារភ្ជាប់នឹងនៅដឹងអរូបីមួយភពខាងក្រៅតាមរយៈការប្រើប្រាស់មេដៃជាជួយសិស្សចងចាំបានយូរបាទកន្លែងហ្នឹងល្អបាទព្រោះនៅក្នុង
ដំណើរការនៃការចាប់យកចំណេះដឹងបើសិនជាយើងអាចឲ្យកុមារឬក៏សិស្សហ្នឹងប្រើប្រាស់តន្ត្រីកាន់តែច្រើនអញ្ចឹងការចងចាំរបស់គាត់ក៏បានច្រើនដែរបាទបើសិនជាគ្រូបរៀនពីកុមារឲ្យចេះសង្កេតផ្លែស្វាយឲ្យស្គាល់ស្វាយខ្ចីតែស្វាយខ្ចីហ្នឹងលក្ខណៈនៃស្វាយខ្ចីហ្នឹងមានលក្ខណៈដូចម្ដេចអញ្ចឹងអាចឲ្យគាត់ភ្លក់បាទអាចឲ្យគាត់ចាប់កាន់ផ្លែស្វាយហ្នឹងឲ្យគាត់មើលមកធ្ងន់ឬក៏ស្រាលឬក៏អីចឹងទៅហើយពណ៌របស់វាពណ៌អីបាទភ្នែករបស់គាត់មើលឃើញពណ៌អីភ្លុកហិតក្លិនអីទាំងអស់ហ្នឹងគឺសិស្សហ្នឹងគាត់នឹងស្គាល់ថាស្វាយខ្ចីនឹងច្បាស់តែបើសិនជាយើងគ្រាន់តែឲ្យគាត់គ្រាន់តែមើលទៅរូបភាពទេគាត់អត់ដឹងថាស្វាយខ្ចីនឹងលក្ខណៈមិនទេអញ្ចឹងណាអញ្ចឹងសំខាន់នៅកុមារតូចហ្នឹងគឺសំខាន់បំផុតការប្រើប្រាស់នៅឥន្ទ្រីបាទការប្រើប្រាស់ឥន្ទ្រីរបស់គាត់ហ្នឹងកាន់តែច្រើនកាន់តែល្អបាទអរគុណបាទដូចស្វាយខ្ចីមិញចឹងយើងឲ្យសិស្សប្រើតិចមិនបាទឧទាហរណ៍យើងទម្លាក់ស្វាយខ្ចីមកលឺមិនលឺក្ដុកអីចឹងទៅបាទហើយបើទម្លាក់ស្វាយទុំអាចលឺអត់ដូចគ្នាទេបាទអញ្ចឹងសិស្សគាត់រៀនតាមហ្នឹងបាទគាត់រៀនថាអូអញ្ចឹងស្វាយខ្ចីធ្ងន់អីចឹងទៅឬក៏មានលក្ខណៈរឹងណែនអីចឹងបាទអរគុណក្រុមទី3បាទចាលោកគ្រូអរគុណក្រុមបន្តទៀតបាទចាលោកគ្រូសូមក្រុមទី2ក្រុមទី2ចង់ share screen ឬក៏អធិស្ឋានលោកគ្រូខ្ញុំដាក់ចូលក្នុងក្រុមដោយសារតែខ្ញុំថែបនៅក្នុង Telegram យកតែម្ដងលោកគ្រូនេះគ្រូធីរីនេះហ៎អត់ទេលោកគ្រូកងកឹមគីណែទេលោកគ្រូអូខេចាំខ្ញុំរកឈ្មោះអូខេបាទឃើញចាចូលមកលើយើង share screen ហ្នឹងគូអត់ដាក់ជា picture ដល់អញ្ចឹងយើង download អត់បានហើយសូមលោកគ្រូអ្នកគ្រូផ្សេងទៀតអាចមើលក្នុង Telegram បានបាទមើលតាម Telegram ហ្នឹងបាទចាអញ្ចឹងខ្ញុំសូមចាប់ផ្ដើមតែម្ដងតាក់ទងជាមួយនឹងខាងក្រុមរបស់ខ្ញុំអ្វីដែលពួកខ្ញុំបានពិភាក្សាគ្នាគឺពួកខ្ញុំទទួលយកបាន6ចំណុចចានៅក្នុងហ្នឹងគឺតាក់ទងជាមួយនឹងចំណុចទី1នៅពេលដែលយើងប្រើអន្តរាយអារម្មណ៍និងប្រសាអារម្មណ៍ជួយនៅក្នុងការបរៀនដូចជាជួយគ្រូនៅក្នុងការរៀបចំមេរៀនក្នុងការបង្រៀនមានដូចជាការប្រើប្រាស់សំឡេងសកម្មភាពនិងសម្ភារៈឧបទេសហើយខ្ញុំបើកមុខបញ្ចក់ដូចជារូបភាពអញ្ចឹងតាក់ទងជាមួយចំណុចទី1នៅពេលដែលគ្រូគាត់ចេះប្រើអន្តរាយអារម្មណ៍ជាមួយប្រសាអារម្មណ៍នឹងបានល្អនៅក្នុងថ្នាក់ជាមួយនឹងកូនសិស្សរបស់គាត់គឺខ្ញុំគិតថាគ្រូគាត់អាចដឹងថាតើការប្រើប្រាស់សំឡេងរបស់គាត់នៅក្នុងកម្រិតមួយណាដែលកូនសិស្សគាត់អាចស្ដាប់ច្បាស់បានហើយមួយទៀតតាក់ទងជាមួយសកម្មភាពតើគាត់គួរតែរកសកម្មភាពបែបណាដើម្បីយកទៅអនុវត្តជាមួយនឹងកូនសិស្សដែលកូនសិស្សគាត់ងាយស្រួលនៅក្នុងការចាប់បានចាហើយនឹងមួយទៀតគឺតាក់ទងជាមួយនឹងការរៀបចំសម្ភារៈឧបទេសចាដោយមានជារូបភាពអីជាដើមអញ្ចឹងនៅពេលដែលគ្រូគាត់ប្រើអន្តរាយអារម្មណ៍ជាមួយប្រសាអារម្មណ៍បានល្អអញ្ចឹងការរៀបចំសម្ភារៈឧបទេសរបស់គាត់ជាមួយនឹងកូនសិស្សរបស់គាត់គឺមានន័យថាគាត់អាចនឹងឲ្យកូនសិស្សដឹងច្បាស់តែម្ដងបើគាត់រៀនរូបអីមួយឬក៏គាត់បរៀនកូនសិស្សតាក់ទងជាមួយនឹងសត្វឬក៏ផ្លែឈើឬក៏អីផ្សេងមានថាកូនសិស្សហ្នឹងគាត់អាចងាយស្រួលក្នុងការចាប់បានដោយសារតែគ្រូហ្នឹងគាត់រៀបចំបានត្រូវតាមមេរៀនឬក៏តាមអ្វីដែលកូនសិស្សហ្នឹងគាត់គួរទទួលបានសម្រាប់ចំណុចទី2តាក់ទងជាមួយនឹងភាពងាយស្រួលនៅក្នុងការសង្កេតនិងស្គាល់សិស្សបានឆាប់រហ័សអញ្ចឹងកន្លែងហ្នឹងគឺជួយឲ្យគ្រូគាត់ងាយស្រួលនៅក្នុងការសង្កេតកូនសិស្សថាតើកូនសិស្សហ្នឹងគាត់ជាប្រភេទកូនសិស្សបែបណាហើយគាត់អាចនឹងស្គាល់កូនសិស្សហ្នឹងច្បាស់ថាតើកូនសិស្សហ្នឹងគាត់គួរតែទទួលយកវិធីសាស្ត្របែបណាក្នុងការបរៀនរបស់គ្រូមួយហ្នឹងឬក៏ការបញ្យល់កូនសិស្សអីផ្សេងដែលកូនសិស្សហ្នឹងគាត់ងាយស្រួលនៅក្នុងការចាប់រហ័ស
ចាប់បានឆាប់រហ័សក្នុងមេរៀនរបស់គាត់ចំណុចទី3គឺតាក់ទងជាមួយនឹងការបង្កើនសមត្ថភាពគ្រូនៅក្នុងការបរៀនដោយការបង្កើតឲ្យមានការចូលរួមរបស់កូនសិស្សកាន់តែច្រើនអញ្ចឹងគ្រូគាត់អឺងាយស្រួលនៅក្នុងការបង្កើតសកម្មភាពបរិញ្ញាបត្របានកាន់តែច្រើនអញ្ចឹងកូនសិស្សគាត់រីករាយនៅក្នុងការរៀនរបស់គាត់ហើយគាត់នឹងមានភាពសប្បាយរីករាយនៅក្នុងការចូលរួមជាមួយនឹងគ្រូផងដែរចំណុចទី4គឺតាក់ទងជាមួយនឹងការបង្កើតបរិយាកាសល្អដល់កូនសិស្សអញ្ចឹងធម្មតាគ្រូតែគាត់ចេះវិធីសាស្ត្រទាំងអស់ហ្នឹងគាត់អាចងាយស្រួលក្នុងការបង្កើតបរិយាកាសសម្រាប់កូនសិស្សរបស់គាត់នៅក្នុងការរៀននិងចំណុចទី5គឺតាក់ទងជាមួយនឹងការបង្កើតវិធីសាស្ត្របរិញ្ញាផ្សេងដែលគាត់ត្រូវដឹងថាតើជាមួយនឹងកូនសិស្សប្រភេទណាគាត់គួរតែប្រើវិធីសាស្ត្របែបណាជាមួយនឹងកូនសិស្សនិងចុងក្រោយគេគឺចំណុចទាំងអស់ហ្នឹងនឹងជួយឲ្យកូនសិស្សអភិវឌ្ឍនៅក្នុងការគិតការវិភាគនិងចេះដោះស្រាយបញ្ហានៅក្នុងការរៀនរបស់គាត់ចាអញ្ចឹងតាក់ទងជាមួយចំណុចនៅក្នុងក្រុមរបស់ខ្ញុំគឺខ្ញុំមានប៉ុណ្ណឹងបាទអរគុណគ្រូសម្រាប់ក្រុមទីម៉ានក្រុមទី2បាទលោកគ្រូក្រុមផ្សេងទៀតសមាជិកក្រុមផ្សេងទៀតមាន comment ឬក៏មានសំណួរឬក៏មានអីទេបាទបើមានសូមអញ្ជើញលើកឡើងចា៎ជម្រាបសួរលោកគ្រូបាទលោកគ្រូខ្ញុំអត់មាន comment អីទេប៉ុន្តែខ្ញុំចង់ present របស់ក្រុមខ្ញុំលោកគ្រូក្រុមទី4ណាបាទចាំមួយ plate សិនចាំមួយ plate សិនបាទអញ្ចឹងក្រុមអ្នកគ្រូទីណេតបាទខ្ញុំសង្កេតមើលក្នុងចម្លើយដែលគ្រូបានបង្ហាញនេះខ្ញុំឃើញថាអ្នកគ្រូបានបូកសរុបបាទតាំងពីព្រឹកមកបាទតាំងពីវិធីសាស្ត្រសង្កេតបាទនៅក្នុងការសិក្សាពីបាតុភូតចិត្តរបស់សិស្សរបស់មនុស្សបាទហើយចំណុចមួយដែលគ្រូលើកឡើងល្អដែរកន្លែងនេះកន្លែងមកជុំខ្ញុំសុំនេះការប្រើប្រាស់សម្លេងសកម្មភាពនិងសម្ភារៈឧបទេសរូបភាពផ្សេងអានឹងមានន័យថាយើងប្រើធ្វើម៉េចឲ្យសិស្សនឹងមានការចូលរួមចម្រុះឥន្ទ្រីរបស់គាត់ចម្រុះបាទនឹងស្តៀងនឹងក្រុមមុនដែរមានន័យថាយើងធ្វើយ៉ាងណាគ្រូកាលណាយើងឲ្យសិស្សចូលរួមឥន្ទ្រីកាន់តែច្រើនកាលណាល្អកាលហ្នឹងបាទមានន័យថាមេរៀនយើងមិនឲ្យតែសិស្សនឹងគាត់អង្គុយស្ដាប់រហូតទេពេលខ្លះគាត់ត្រូវមើលវីដេអូពេលខ្លះគាត់ត្រូវចូលរួមក្នុងការធ្វើសកម្មភាពផ្ទាល់ណាគាត់ថា learning by doing ជាការសិស្សខ្លះគាត់បាទត្រូវចូលរួមតាមសកម្មភាពលេងជាលបែងជាក្រុមអីចឹងទៅអាហ្នឹងគឺចម្រុះឥន្ទ្រីបាទកាលណាសិស្សបានប្រើប្រាស់ឥន្ទ្រីចម្រុះអញ្ចឹងគាត់ងាយចាំមេរៀនគាត់ចាំច្រើនគាត់ងាយយល់បាទដូចខ្ញុំលើកឧទាហរណ៍មុនមិញអញ្ចឹងថាសម្រាប់កុមារតូចក្នុងសកម្មភាពអីមួយសង្កេតអីមួយបើគាត់បានភ្នែកគាត់ឃើញហើយតិចគាត់ឮហើយគាត់បានភ្លក់គាត់បានហិតក្លិនគាត់បានអីអញ្ចឹងគាត់នឹងចាំវត្ថុនឹងណាគាត់នឹងស្គាល់វត្ថុនឹងកាន់តែច្បាស់បាទនៅក្នុងមតិសិក្សាយើងមានសកម្មភាពសង្កេតបាទសង្កេតផ្លែស្វាយសង្កេតស្អីមានរុក្ខជាតិបាទស្គាល់តកួនស្គាល់អីចឹងទៅអញ្ចឹងគាត់អាចភ្លក់គាត់អាចហិតក្លិនគាត់អាចអីចឹងជាសកម្មភាពមួយល្អបាទអរគុណក្រុមបាទក្រុមអ្នកគ្រូជំនាញបាទក្រុមទីម៉ានទេក្រុមទី4លោកគ្រូបាទគ្រូចង់ share screen ឬក៏លោកគ្រូដោយសារខ្ញុំប្រើអូខេតាមទូរស័ព្ទដែរដោយសារ iPad មិនវាអស់ថ្មលោកគ្រូចាឥឡូវខ្ញុំសុំឲ្យលោកគ្រូអាចមើលក្នុង Telegram ខ្ញុំតម្លាក់ជាទៀតចាអញ្ចឹងខ្ញុំសុំជំរាបតើតើនឹងចំណុចរបស់តើតើនឹងក្រុមរបស់ខ្ញុំអញ្ចឹងតើតើទៅនឹងមេរៀនដែលលោកគ្រូបានបង្ហាត់បង្រៀនពួកខ្ញុំចាអញ្ចឹងពួកខ្ញុំអាចដឹងនិងអាចយល់ថាតើតើទៅនឹងអន្តរីអារម្មណ៍និងព្រឹទ្ធារម្មណ៍ខ្ញុំអានពាក្យនេះអត់សូវត្រូវលោកគ្រូអញ្ចឹង
ជួយវាសំខាន់ខ្លាំងលោកគ្រូតកតងនឹងការបង្រៀនមត្តេយ្យពួកអីកូនសិស្សមត្តេយ្យ attention របស់គាត់អត់បានវែងទេអញ្ចឹងគាត់ខ្លីហ៎អញ្ចឹងតកតងនឹងកូនសិស្សមត្តេយ្យយើងត្រូវដឹងអានឹងឲ្យបានច្រើនឬក៏វិជ្ជាអន្តរាយអារម្មណ៍នៅក្នុងការបង្រៀនពួកគាត់ដូចជាសម្លេងអញ្ចឹងការបង្រៀនសិស្សរបស់យើងត្រូវដឹងថាយើងប្រើប្រាស់សម្លេងបែបម៉េចខ្លាំងឬក៏តិចព្រោះជួនកាលលោកគ្រូអ្នកគ្រូគាត់នៅតែមកកន្លែងអញ្ចឹងកូនសិស្សខ្លះគាត់អាចទៅជ្រុងឆ្វេងជ្រុងស្ដាំកង្កែគាត់អត់សូវលឺអញ្ចឹងយើងអាចតេស្តមើលអាចសួរនាំគាត់ឬក៏យើងអាចសាកឲ្យកូនសិស្សទៅឈរនៅទីតាំងណាមួយដែលយើងគិតថាប្រហែលជាគាត់ឈរទៅអ្នកអង្គុយលឺអត់ឬក៏អ្នកឆ្វេងដៃឬសំដៃលឺអត់នៅសម្លេងរបស់គាត់អញ្ចឹងលោកគ្រូជាយើងអាចធ្វើតេស្តជាមួយនឹងសិស្សផ្សេងឬក៏យើងខ្លួនយើងអាចសាកល្បងនៅពេលដែលយើងអាចទៅឈរនៅកន្លែងនេះកន្លែងនោះតើកូនសិស្សក្នុងថ្នាក់ហ្នឹងក៏អាចលឺគ្រប់ជ្រុងជ្រោយអត់ករណីមានសិស្សខ្លះគាត់អត់សូវក្លាហានឬក៏គាត់អត់សូវហ៊ាននិយាយជាមួយគ្រូអីអញ្ចឹងទោះបីជាអត់លឺក៏គាត់សំងំនៅស្ងៀមដែរអញ្ចឹងគ្រូអញ្ចឹងអានេះយើងអាចប្រើប្រាស់បានសម្រាប់ពួកគាត់មិនថាថ្នាក់មត្តេយ្យឬថ្នាក់ធំអានេះយើងត្រូវទៅធ្វើការសាកល្បងជាមួយការសម្លេងក្នុងថ្នាក់ហ្នឹងហើយបន្តទៀតតកតងទៅនឹងយើងអាចដឹងពីរបៀបរបបសិស្សព្រោះអីបែបបទនៃការរៀនរបស់សិស្សដោយអ្នកគ្រូក៏លើកឡើងអញ្ចឹងយើងមានរូបភាពមានជាគ្រឿងឧបទេសផ្សេងៗសម្រាប់ support ក្នុងការបង្រៀនរបស់យើងអញ្ចឹងយើងអាចដឹងថាទៅឥឡូវសិស្សហ្នឹងគាត់រៀនបែបម៉េចគាត់រៀនបែបជាលក្ខណៈទ្រឹស្ដីឬក៏បែបជាលក្ខណៈអនុវត្តផ្ទាល់ឬក៏គាត់នឹងត្រូវប៉ះវត្ថុហ្នឹងត្រូវតេស្តរសជាតិវត្ថុរបស់ហ្នឹងឬក៏ត្រូវអីចឹងមិនគាត់ឆាប់ចាំឬក៏កូនសិស្សនេះគាត់រៀនបែបម៉េចចឹងយើងអាចដឹងពីបែបបទនៃការរៀនរបស់សិស្សច្រើនសន្តានក្នុងថ្នាក់រៀនរបស់យើងភាសាថ្នាក់រៀនរបស់យើងរបៀបនៃការរៀនរបស់សិស្សអត់ដូចគ្នាទេខុសៗគ្នាអញ្ចឹងយើងអាចដឹងលឿនទៅទៅនឹងបើយើងប្រើអន្តរាយអារម្មណ៍នឹងព្រឹត្តិអារម្មណ៍នឹងច្បាស់លាស់ក្នុងការបង្រៀនរបស់យើងហើយបន្តទៀតគឺយើងងាយស្រួលក្នុងការដឹងឬក៏ classify តទៅនឹងកុំឲ្យសិស្សផន់ច្រឡំបែបនេះបែបនោះឬក៏តទៅនឹងរូបភាពអីផ្សេងៗគឺយើងអាចclassify បានច្បាស់ហ្នឹងរូបអីគេអានេះជាស្អីគេអញ្ចឹងហើយបន្តទៀតកូនសិស្សគាត់ឆាប់ចេះសង្កេតចំណាំឆាប់យល់នៅពេលដែលយើងប្រើប្រាស់វាបានប្រសិទ្ធភាពនៅក្នុងថ្នាក់សម្រាប់ជាពិសេសសម្រាប់សិស្សមត្តេយ្យលោកគ្រូចាអញ្ចឹងខាងក្រុមខ្ញុំអស់ហើយលោកគ្រូអរគុណបាទសូមអរគុណក្រុមលោកគ្រូបាទឃើញថានៅក្រុមលោកគ្រូបានបង្ហាញបានយកច្បាប់ឬក៏ក្រឹតស្រមនៃឥន្ទ្រីយ៍អារម្មណ៍និងវិជ្ជាអារម្មណ៍ហ្នឹងបានច្រើនយកទៅ apply នៅក្នុងថ្នាក់រៀនដូចជាការសង្កេតទៅលើការប្រើប្រាស់សម្លេងរបស់គ្រូបាទហ្នឹងពីព្រោះច្បាប់ព្រំយើងបានបង្ហាញនៅក្នុងច្បាប់ព្រំនៃឥន្ទ្រីយ៍អារម្មណ៍មានន័យថារំញោចឬក៏រញ័រហ្នឹងតិចពេកឬក៏ខ្លាំងពេកធ្វើឲ្យសិស្សអត់មានឥន្ទ្រីយ៍អារម្មណ៍ទេអញ្ចឹងការនិយាយរបស់គ្រូជារឿងដែលយើងត្រូវយកចិត្តទុកដាក់ដែរណាដោយគ្រូនិយាយតិចពេកបាទអ្នកក្រៅស្ដាប់អត់បានតែស្ដាប់អត់បានសិស្សអត់អាចក្តាប់បានយល់បានមេរៀនទេបាទឬក៏គ្រូនិយាយនឹងសំឡេងខ្លាំងពេកក៏ពិបាកដែរណាក៏សិស្សស្ដាប់អត់បានអញ្ចឹងយើងមើលទៅលើដោយនេះគ្រូមានភាសាអញ្ចឹងជួនកាលយើង testing អញ្ចឹងដែរយើងសួរទៅអ្នកក្រៅស្ដាប់បានទេស្ដាប់ឮច្បាស់ទេឬក៏យ៉ាងម៉េចគឺយើងអាចធ្វើម៉េចឲ្យសិស្សនោះគាត់អាចស្ដាប់បានទាំងអស់គ្នាអញ្ចឹងណាបាទបាទអរគុណនេះគ្រូលើកបាទចំណុចមួយទៀតគឺរឿងពាក់ព័ន្ធនឹងច្បាប់វិយាការណាគ្រូបានយកច្បាប់នៃវិយាការហ្នឹងនៃឥន្ទ្រីយ៍អារម្មណ៍ហ្នឹងយកទៅ apply ដែរនៅក្នុងការរៀនដូចជាគ្រូបានលើកឡើងថាធ្វើម៉េចធ្វើយ៉ាងណាឲ្យកាត់បន្ថយការភ័ន្តច្រឡំជាមួយសិស្សឲ្យកាន់តែច្រើនបាទអញ្ចឹងការបរៀនរបស់យើងការបញ្យល់ក្តីការបង្ហាញសម្ភារៈឧបទេសក្តីគឺធ្វើម៉េចឲ្យមានការភ័ន្តច្រឡំជិះអត់ផុតទេការយល់ច្រឡំការភ័ន្តច្រឡំអីផ្សេងប៉ុន្តែធ្វើម៉េចកាត់បន្ថយវាឲ្យនៅក្នុងកម្រិតមួយអបបរមាតិចបំផុត
ចឹងណាបាទអរគុណអ្នកគ្រូសម្រាប់ក្រុមអ្នកគ្រូបាទនៅក្រុមណាទៀតបាទដូចជាក្រុមអ្នកគ្រូផារីនៅក្រុមទីប៉ុន្មានចេះបាទ ជំរាបសួរលោកគ្រូដោយសារពេលចែកក្រុមហ្នឹងខាងខ្ញុំដាច់ភ្លើងហើយសម្រាប់តែបានចូលវិញហ្នឹងគេចូលក្រុមអស់ហើយក៏ឆ្លៀតធ្វើអាហ្នឹងជូនទៅខាងលោកគ្រូអញ្ចឹងលោកគ្រូ បាទអ្នកគ្រូចង់បង្ហាញពីលទ្ធផលរបស់ក្រុមអ្នកគ្រូតិចទេឬអូអានេះអីគេអ្នកគ្រូខក អានេះម្នាក់ឯងលោកគ្រូអត់ អ្នក បាន ឯង ចូលក្រុមហ្នឹងចាដោយសារពេលហ្នឹងវាដាច់ភ្លើងហើយមកបានចូលមកវិញខ្ញុំក៏ឆ្លៀតធ្វើអាហ្នឹងជូនលោកគ្រូអញ្ចឹងណា អូខេ ចាលោកគ្រូចា ប៉ុន្តែអ្នកគ្រូទោះម្នាក់ឯងប៉ុន្តែម្នាក់ឯងវាអត់ឆ្លុះបញ្ចាំងពីលទ្ធផលក្រុមបាទអីអញ្ចឹងអរគុណសម្រាប់លោកគ្រូអ្នកគ្រូដែលបានចូលរួមហ្នឹងហើយធម្មតាការធ្វើការងារតាមអនឡាញវាពេលខ្លះវាមានគុណសម្បត្តិគុណវិបត្តិចឹងដែរតែទោះយ៉ាងណាអរគុណសម្រាប់ការចូលរួមនេះហើយបាទយើងប្រហែលជាអាចចប់មុនម៉ោងតិចហ្នឹងមែនទេគ្រូលោកគ្រូអ្នកគ្រូអត់អីទេ ចាប់មុនម៉ោងឬក៏ចាប់ក្រោយម៉ោងលោកគ្រូ យើងត្រូវចប់ម៉ោងប៉ុន្មានដូចជាម៉ោង 5 ហ៎ ម៉ោង 7:05 អីចាប់បានលោកគ្រូអត់អីទេ លោកគ្រូអត់អីទេចប់មុន1 ម៉ោងក៏បានដែរបាទ ខ្ញុំ support លោកគ្រូខ្ញុំ support ដុបប្រពន្ធដើរលេងបាទ ពីព្រោះតាមពិតខ្លឹមសារមេរៀនខ្ញុំរៀបចំឲ្យមានតាមពិតមានក្រុមពិសាមានការងារដៃគូមានអីតែដល់ពេលយើងអនឡាញសុទ្ធអញ្ចឹងពេលខ្លះវាមានការអញ្ចឹងយើងអត់បានធ្វើអញ្ចឹងវាធ្វើឲ្យមេរៀនយើងរៀងលឿនបន្តិចបាទអញ្ចឹងទៅយើងអាចចប់មុនម៉ោងបន្តិចបាទប៉ុន្តែមុននឹងបញ្ចប់លោកគ្រូមានជាសំណួរឬក៏ចង់ចូលរួមចែកម្លែកឬក៏ comment ឬក៏អីចឹងទេបើមានទេសូមអញ្ជើញអាចលើកឡើងទៅដើម្បីយើងជជែកគ្នាបាទ លោកគ្រូអធិស្ឋានខ្ញុំអត់មានទេប៉ុន្តែដោយសារខ្ញុំចូលរៀងយឺតទេខ្ញុំខ្លាចលោកគ្រូហៅវត្តមានតែអត់មានឈ្មោះខ្ញុំអញ្ចឹងលោកគ្រូ ស្ដាប់អត់សូវបានសូមនិយាយម្ដងទៀតលោក ចាលោកគ្រូខ្ញុំអត់មានទេលោកគ្រូតែខ្ញុំពេលថ្ងៃហ្នឹងខ្ញុំចូលយឺតបន្តិចណាលោកគ្រូអញ្ចឹងខ្ញុំខ្លាចអត់មានឈ្មោះក្នុងវត្តមានណា បាទបន្តិចទៀតខ្ញុំហៅឈ្មោះហើយខ្ញុំហៅដើម្បីចង់ confirm ម្ដងទៀតចាគុណ បាទអត់អីតិចទៀតចាំខ្ញុំបាទ បាទជំរាបសួរលោកគ្រូហើយនឹងសខាកម្មថ្នាក់ដឹកនាំចូលរួមទាំងអស់គ្នាដែរមុនខ្ញុំចង់ចូលរួមបន្តិចដែរដំបូងអរគុណលោកគ្រូទោះបីជាស្អែកជួបគ្នាតែអរគុណណាស់ហើយដោយសារមានពាក្យពេចន៍ហើយនឹងចំណុចមួយចំនួនខ្ញុំអត់ដែលឮដែរលោកគ្រូតែបានរៀនមួយលោកគ្រូទៅបានយល់បានដឹងបាទហើយមួយចំនួនទៀតតកតងជាមួយនឹង concept នៅក្នុងចិត្តវិទ្យានេះ មែនតើទៅមានសារៈសំខាន់ខ្លាំងមិនមែនតែជាមួយនឹងក្មេងទេបើតាមយើងសិក្សាមើលទៅតាំងពីច្បាប់ស្ថិរភាពច្បាប់យល់ដឹងអីផ្សេងៗនេះសូម្បីតែនៅក្នុងការអនុវត្តការងារប្រចាំថ្ងៃហ្នឹងក៏យើងអាចយកមកប្រើប្រាស់បានដែរឧទាហរណ៍ការរៀបចំ slide របស់គ្រូជួនកាលគ្រូក៏រៀប slide ឬក៏អីចឹងទៅអាពណ៌ដិតជាមួយនឹងអាពណ៌ដិតឧទាហរណ៍ថាគាត់ដាក់ប្រអប់ពណ៌ក្រហមដល់ពេលអក្សរគាត់ពណ៌ស្វាយ ឬក៏ពណ៌ខៀវកូនសិស្សមើលវាឆាប់ឈឺភ្នែកឬក៏គ្រូដែលគាត់រៀប slide អញ្ចឹងអ្នកដែលសិក្ខាកាមចូលមើលហ្នឹងក៏ចាប់ឈឺភ្នែកដែរពេលខ្លះទៅគាត់ធ្វើបទបង្ហាញហ្នឹងច្រើនពេកដោយអត់មានការបង្កើតអន្តរកម្មទៅវិញទៅមកនៅបង្កើតសកម្មភាពអន្តរកម្មធ្វើឲ្យអ្នកចូលរួមហ្នឹងក៏ធុញទ្រាន់ដែរអាហ្នឹងវាជួយយើងឲ្យ យល់កាន់តែស៊ីជម្រៅបន្ថែមទៀតហើយអ្វីដែលលើសពីការយល់ហ្នឹងគឺយកទៅ apply នៅក្នុងជីវភាពប្រចាំថ្ងៃការដែលយករូបភាពឬក៏ស្អីៗទៅជួនកាលទៅយើង design test
design អីហ្នឹងសម្រាប់វាស់វែងកម្រិតនៃការចេះដឹងរបស់សិស្សដោយយើងអត់បានរួមបញ្ចូលដូចជាentry អារម្មណ៍ឬក៏senses ទាំងអស់ហ្នឹងដែលយើងបញ្ចូលទៅជួនកាលដាក់ក្មេងនៅខាងក្រោយនោះក្មេងដែលគាត់មើលអត់សូវឃើញអញ្ចឹងហើយបានមែនតើខ្ញុំបានចូលរួមរៀនចេះនិងចូលរួមសិក្ខាសាលាជាមួយនឹងលោកគ្រូនាយកមុនដែលគាត់ធ្វើបទបង្ហាញទៅជាមួយនឹងពេលដែលយើងធ្វើ placement test នេះយើងគួរតែសិក្សាឬក៏គួរតែសួរនាំតទៅជាមួយនឹងប្រវត្តិជំងឺតទៅជាមួយនឹងរបបកំហើញតទៅនឹងបញ្ហាផ្សេងដើម្បីយើងអាចត្រៀមខ្លួនបានមុនក្នុងការដោះស្រាយជាមួយនឹងកូនហ្នឹងមុននឹងយើងទទួលកូនហ្នឹងយកមកចូលក្នុងសាលាយើងឬក្នុងថ្នាក់យើងបើមិនអញ្ចឹងទេនៅពេលដែលយើងរៀនកូនហ្នឹងគាត់អាសាទៅបន្ទប់ទឹកអញ្ចឹងឧទាហរណ៍កូនហ្នឹងអាសាទៅបន្ទប់ទឹកហើយយើងអត់ដឹងរឿងអញ្ចឹងគឺថាអត់ទេចាំសិនកូនចាំបន្តិចដល់កូនហ្នឹងគាត់មានបញ្ហាមួយគឺគាត់ច្រើនតែញោមនោមញាប់នៅពេលដែលយើងអត់ដឹងអារឿងទាំងអស់ហ្នឹងយើងអាចខាត់កូនគេទៅដល់ផ្ទះប៉ដឹងម៉ែឪគេហើយម៉ែឪហ្នឹងគឺអត់បានដឹងរឿងយើងអត់បានដឹងរឿងថាយើងហ្នឹងគោលការណ៍យើងគឺឲ្យទៅបន្ទប់ទឹកម្ដងម្នាក់អញ្ចឹងទៅវាធ្វើឲ្យបញ្ហាហ្នឹងវាទៅជាកើតមានទំនាស់រវាងគ្រូជាមួយសិស្សហើយនឹងជាមួយនឹងអ្នកណាព្យាបាលអញ្ចឹងសរុបមកវិញសម្រាប់ខ្ញុំគិតថាចិត្តវិទ្យានេះទោះបីជាមុខវិជ្ជាយើងនិយាយអំពីគរុកោសលថ្នាក់មត្តេយ្យក៏ដោយក៏ប៉ុន្តែតាមរយៈមុខវិជ្ជានេះមានសារៈប្រយោជន៍ទាំងនៅក្នុងការបង្រៀនទាំងនៅក្នុងការធ្វើការហើយនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងមានពេលខ្លះយើងអត់ស្ថិតនៅក្នុងស្ថានភាពរបស់មនុស្សម្នាក់ទៀតទេយើងស្ថិតនៅក្នុងស្ថានភាពយើងហើយយើងចាប់ផ្ដើមវិតម្លៃអ្នកដទៃដោយក្នុងនោះយើងយកបទពិសោធន៍របស់យើងហ្នឹងប្រាប់ថាវាចែកដល់ពេលគេនិយាយមកយើងអត់ទទួលទេដោយសារអីដោយសារយើងវាមិនស្ថិតនៅក្នុងស្ថានភាពហ្នឹងតែបើយើងរៀនអំពីចិត្តវិទ្យាមិញហ្នឹងមានកន្លែងខ្លះគេបង្ហាញដូចជាតទៅនឹងច្បាប់វិបលាស់ហ្នឹងឬវាបង្ហាញពីការភ័ន្តច្រឡំផងយើងហ្នឹងដែលពេលខ្លះយើងស្ថិតនៅក្នុងស្ថានភាពខុសគ្នាការយល់អត់ដូចគ្នាអញ្ចឹងអ្វីដែលធ្វើឲ្យយើងអាចទាញប្រយោជន៍ចេញពីនឹងបានគឺមានន័យថាយើងអ្វីដែលយើងចេះគឺចេះតែប៉ុណ្្នឹងយើងចេះទេអញ្ចឹងដល់ពេលដែលអ្នកដទៃគេនិយាយឬក៏ថាគេប្រាប់យើងបើកចិត្តទទួលបន្ថែមទៀតដើម្បីយើងអាចស្វែងយល់ពីដៃគូរបស់យើងបន្ថែមទៀតក្នុងន័យថាយើងអាចរស់នៅឲ្យសុខដុមរមនាឬក៏បើបរិញ្ញាសិស្សគឺយើងអាចបរិញ្ញាទៅមានន័យថាវាមិនបាន 100% គ្រប់សិស្សទាំងអស់ទាំងចេះស្មើគ្នាក៏ប៉ុន្តែយើងបើកចិត្តមួយថាចុងកាលទៅយើងគិតថាយើងល្អក៏ប៉ុន្តែប្រហែលជាមានកន្លែងខ្លះបច្ចេកទេសយើងបរិញ្ញាហ្នឹងវាអត់តាន់ត្រូវជាមួយនឹងការចង់បានឬក៏សរីរាង្គរបស់សិស្សហ្នឹងឯងអញ្ចឹងយើងត្រូវតែមានការ adjust មានការបត់បែនឬកែសម្រួលបន្តិចដើម្បីឲ្យក្មេងហ្នឹងគាត់រៀនជាមួយយើងបានឬក៏ទទួលយកការបរិញ្ញាយើងបានខ្ញុំលើកឧទាហរណ៍មួយទៀតតទៅជាមួយនឹងគ្រូម្នាក់ដែលគាត់ឡើងមកធ្វើបទបង្ហាញនៅក្នុង TED Talk មានសិស្សគាត់ម្នាក់ហ្នឹងគាត់ថា a good teacher is someone who can play music ហើយគាត់អត់ជឿសិស្សហ្នឹងទេគាត់ជឿកំតែគាត់លួចទៅរៀនហ្គីតាគាត់ទៅរៀនកេះហ្គីតាថ្ងៃមួយថ្ងៃគូកំណើតហ្នឹងគាត់ក៏កេះហ្គីតាអញ្ចឹងកូនសិស្សហ្នឹងគាត់ដំបូងគាត់ចូលចិត្តគ្រូហ្នឹងឯងកំតែនៅពេលដែលគ្រូហ្នឹងគាត់យកអាកំណត់របស់ក្មេងហ្នឹងដែលក្មេងហ្នឹងនិយាយថាគាត់គិតថាក្មេងសិស្សដែលគ្រូដែលចេះលេងហ្គីតាគេគ្រូល្អហ្នឹងធ្វើឲ្យក្មេងហ្នឹងគាត់ពេលដែលក្មេងហ្នឹងគាត់ដើរសិស្សសាលាសិស្សរបស់គាត់ចេញអស់គាត់នៅទៅជាមួយគ្រូសិស្សហ្នឹងគាត់និយាយថា you see a good teacher a great teacher is someone who can play music play guitar អញ្ចឹងវាជាផ្នែកមួយมันអាចធ្វើឲ្យយើងទៅជាឥតខ្ចោះបានក៏តែវាធ្វើឲ្យយើងហ្នឹងស្វែងយល់ពីសិស្សបានច្រើនហើយបរិញ្ញាសិស្សឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបានលោកគ្រូខ្ញុំលឺអត់លោកគ្រូបានលឺគ្រូស្ដាប់ហើយល្អគ្រូអធិស្ឋានបាននិយាយរឿងច្រើនអរគុណសូមចូលរួមប៉ុណ្ណឹងលោកគ្រូអរគុណបាទអរគុណអរគុណគ្រូដែលបានលើកឡើងចំណុចនេះដោយខ្លឹមសារដែលយើងបានបង្ហាញអញ្ចឹងអត្តនោម័តនៃចិត្តរបស់មនុស្សគឺវាអត់ដូចគ្នាទេណារូបភាពតែមួយប៉ុន្តែមនុស្សមើលឃើញផ្សេងគ្នាណាអញ្ចឹងអ្វីដែលគ្រូលើកឡើងយើងរៀនសូត្រគ្នាទៅវិញទៅមកហើយយើងទទួលយកនៅអ្វីដែលជាគំនិតក្នុងការកែលម្អអីផ្សេងបាទអរគុណគ្រូបាទគ្រូផ្សេងទៀតមានអីចង់ជា comment ឬចង់សំណួរចម្លើយអីផ្សេងបាទជំរាបសួរលោកគ្រូបាទអញ្ជើញខ្ញុំគ្រប់គ្រងនៅគំនិតយោបល់របស់ខាងលោកគ្រូនាយកខាងដើមមិញណា
ហើយខ្ញុំក៏ចង់ចូលរួមចែករំលែកផងដែរតាមរយៈបទពិសោធន៍ដែលធ្វើការជាមួយនឹងកុមារតូចកន្លងមកនេះពេលខ្លះមានអារម្មណ៍ថាហេតុអីបានជាកូនម្នាក់ហ្នឹងគាត់ពិបាកក្នុងការទំនាក់ទំនងម៉េចដូចជាគាត់ពីថាគាត់រពឹសគាត់និយាយអត់ស្ដាប់គាត់ចូលចិត្តធ្វើអីប្លែកពីគេហើយពេលដែលលោកគ្រូអ្នកគ្រូគាត់និយាយទៅគាត់ស្ដាប់អត់បានអញ្ចឹងណាអញ្ចឹងពេលដែលលោកគ្រូអ្នកគ្រូគាត់អត់បានប្រើនៅអន្តរាយអារម្មណ៍ទាំង5ដែលយើងបានរៀនមិញគាត់បែរជាដោះស្រាយបញ្ហាទៅតាមវិធីផ្សេងគាត់អត់បានប្រើវិធីសង្កេតវិធីត្រួតពិនិត្យមើលកូននឹងឬក៏ការដកពិសោធន៍ជាមួយកូននឹងការសន្ទនាជាមួយកូននឹងអញ្ចឹងធ្វើឲ្យការដោះស្រាយបញ្ហារបស់គាត់នឹងវាផ្ទុយស្រឡះនៅអ្វីដែលគាត់ចង់បានដូច្នេះហើយវាអាចធ្វើឲ្យមានការភ័ន្តច្រឡំគ្នាទៅវិញទៅមករវាងគ្រូនិងសិស្សរវាងគ្រូនិងគ្រូដូចគ្នាហើយរវាងគ្រូនិងថ្នាក់ដឹកនាំក៏ដូចជារវាងគ្រូនិងអ្នកព្យាបាលណាអញ្ចឹងការដែលយើងអាចចេះប្រើប្រាស់នៅអន្តរាយអារម្មណ៍ទាំង5របស់យើងជាមួយនឹងកុមារតូចគឺជាផ្នែកមួយដ៏សំខាន់ដែលអាចជួយឲ្យយើងនឹងអាចដោះស្រាយបញ្ហាបានភ្លាមៗជាមួយនឹងកុមារតូចចាអញ្ចឹងខ្ញុំសូមចែករំលែកប៉ុណ្ណឹងអរគុណលោកគ្រូបាទអរគុណលោកគ្រូត្រឹមត្រូវកន្លែងនេះគឺកុមារគាត់មានសមត្ថភាពក្នុងការប្រើប្រាស់តន្ត្រីរបស់គាត់អត់ដូចគ្នាទេណាហើយរបៀបនៃការរៀនក៏មិនដូចគ្នាដែរកុមារដូចយើងភាសាមុនមិញអញ្ចឹងថាកុមារខ្លះគាត់រៀនដោយចូលចិត្តមើលបាទមកខ្លះទៀតគាត់អត់ចូលចិត្តមើលឬក៏ចូលចិត្តស្ដាប់បាទកុមារខ្លះទៀតគាត់ចូលចិត្ត learning by doing អញ្ចឹងគាត់ចូលចិត្តធ្វើហ្មងបើសិនយើងនាំលេង role play ឬក៏ធ្វើជាសម្ភារៈធ្វើអីដោយធ្វើផ្ទាល់គាត់ចូលចិត្តកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងដែលយើងថាធ្វើយ៉ាងណាឲ្យសិស្សហ្នឹងគាត់បានប្រើប្រាស់តន្ត្រីរបស់គាត់ឲ្យបានច្រើនយើងឃើញនៅប្រទេសមួយចំនួនគឺគេមានវិធីសាស្ត្រមួយគេហៅ UDL បាទ UDL Universal Design for Learning អញ្ចឹងនេះគឺជាវិធីសាស្ត្រមួយដែលវាជា project មួយទេដែលសាលាហ្នឹងគឺគេព្យាយាមរកវិធីសាស្ត្របរិញ្ញាយ៉ាងណាឲ្យប្លែកឲ្យតាមរយៈមានវីដេអូមានតាមរយៈការអានមានរយៈតាមការស្ដាប់បាទជាសំឡេងតាមរយៈការធ្វើជា project work project តូចៗអីទាំងអស់ហ្នឹងគឺដើម្បីចូលរួមអញ្ចឹងដើម្បីឲ្យសិស្សហ្នឹងប្រើប្រាស់តន្ត្រីរបស់គាត់ហ្នឹងឲ្យបានកាន់តែច្រើនបាទអញ្ចឹងតម្រូវការរបស់សិស្សអត់ដូចគ្នាទេបាទយ៉ាងហើយបានយើងរៀនហ្នឹងដើម្បីយើងដឹងពីភាពចម្រុះរបស់សិស្សហ្នឹងហើយយើងរៀបចំសកម្មភាពរៀនរបស់យើងយ៉ាងណាឲ្យឆ្លើយតបទៅនឹងភាពចម្រុះរបស់គាត់ហ្នឹងបាទយើងហៅពាក្យយើងហៅ student diversity ហ្នឹងគឺភាពចម្រុះរបស់កុមារហ្នឹងបាទអរគុណលោកគ្រូផ្សេងទៀតមានអីចង់ចូលរួមនេះបាទចាលោកគ្រូខ្ញុំសូមចូលរួមតិចលោកគ្រូអាឡូលោកគ្រូលឺលោកគ្រូបានអញ្ជើញបាទលឺចាលោកគ្រូចាអញ្ចឹងអរគុណច្រើនលោកគ្រូមុខវិជ្ជាលោកគ្រូខ្ញុំចូលចិត្តខ្លាំងពួកអីខ្ញុំគិតថាវាមិនផ្ដោតទៅលើមតិទេសិស្សថ្នាក់ធំអារម្មណ៍របស់សិស្សមនុស្សធំក៏ត្រូវការបែបហ្នឹងដែរលោកគ្រូអញ្ចឹងខ្ញុំគិតថាបើសិនជាលោកគ្រូទាំងអស់គ្នាគាត់យល់ពីការប្រើប្រាស់អន្តរាយអារម្មណ៍នឹងច្បាស់លាស់ក្នុងថ្នាក់ហ្នឹងប្រកាសជាមានភាពលំអៀងទេមានន័យថាពេលខ្លះកូនសិស្សខ្លះគាត់អាចមានអារម្មណ៍ដូចយើងដូចខ្ញុំបើប្រសាទខ្ញុំនៅពិទូអញ្ចឹងខ្ញុំធ្លាប់រៀនអញ្ចឹងពេលខ្លះយើងប្រាប់គ្រូទៅគ្រូហាក់ដូចជាអត់សូវចង់ស្ដាប់របៀបថាយើងអត់តន់ឬក៏អាចថាយើងស្ដាប់សំឡេងគាត់អត់សូវឮអញ្ចឹងពេលខ្លះគាត់អាចបានប្រើអន្តរាយអារម្មណ៍យល់ពីអារម្មណ៍សិស្សឲ្យគាត់គិតតែទៅមកផ្លូវគាត់អាចបានយល់ច្បាស់ពីសិស្សមកពីមជ្ឈដ្ឋានខុសគ្នាបែបបណ្ឌការរៀនរបស់គាត់ខុសគ្នាអញ្ចឹងលោកគ្រូអញ្ចឹងមុខវិជ្ជានេះល្អមែនទែនលោកគ្រូដើម្បីឲ្យអាចថាពេលដែលកូនសិស្សឬក៏យើងជាគ្រូទៅបង្រៀនសិស្សគាត់នឹងចូលចិត្តយើងសឹងតែថាអាចថា80 ទៅ 90% ព្រោះយើងអាចដឹងព្រោះយើងប្រើប្រាស់អន្តរាយអារម្មណ៍នឹងបានអាចថាមានសុខភាពក្នុងថ្នាក់អញ្ចឹងគ្រូយើងដឹងថាតើ
កូនសិស្សនេះគាត់ត្រូវការអីគាត់មិនដែរអញ្ចឹងណាកុំឲ្យគាត់ម៉ៅរួមហ្នឹងអត់ទេមេរៀនហ្នឹងស្រួលហ៎ត្រូវតែចេះត្រូវទាំងអស់គ្នាត្រូវតែបានខ្ញុំនិយាយលឺប៉ុណ្ណឹងហើយសលេងខ្ញុំលឺអញ្ចឹងអ្នកផ្សេងគេលឺមិនកូនឯងអត់លឺអញ្ចឹងវាធ្វើឲ្យសិស្សមានអារម្មណ៍ថាគ្រូហ្នឹងអត់ស្រឡាញ់គាត់ទេទៅវាទៅជាគ្រូស្រឡាញ់សិស្សអត់ស្មើគ្នានេះជាអារម្មណ៍ឆ្លងកាត់កាលពីក្មេងអញ្ចឹងណាគ្រូអញ្ចឹងបើសិនជាយើងយល់ដឹងពីហ្នឹងច្រើននឹងធ្វើឲ្យកូនសិស្សរបស់យើងទាំងអស់គឺគាត់អាចថាការសិក្សារបស់គាត់ក៏សបាក់សបាគ្នាមិនអាចថាអ្នកបកែខ្លាំងអ្នកខ្សោយហួសយ៉ាងទៅអញ្ចឹងវាធ្វើឲ្យថ្នាក់ហ្នឹងវាអត់មានអាចថាចរន្តនៃការសិក្សារបស់គាត់ឬក៏ទទួលយករបស់គាត់គឺខុសគ្នាដាច់ស្រឡះអញ្ចឹងលោកគ្រូចាអរគុណច្រើនលោកគ្រូ បាទអរគុណគ្រូចឹងបាននៅក្នុងកម្មវិធីសិក្សានៅប្រទេសបាទនៅប្រទេសដូចនៅសិង្ហបុរីក៏ខ្ញុំធ្លាប់ទៅបាទខ្ញុំទៅរៀនពីការសេកម្មវិធីសិក្សា2 ខែនៅហ្នឹងបាទនៅអូស្ត្រាលីគឺយើងធ្លាប់ទៅសិក្សាអីអញ្ចឹងគេអត់យកវិធីសាស្ត្របរៀនមួយដែលយើងហៅថា one size fits all ទេយើងមិនមែនថាយកម៉ែត្រមួយដើរវាស់សិស្សណាអត់ធ្វើអត់បានហើយនេះត្រូវតែឲ្យមានន័យថាដើរយកម៉ែត្រមួយដើរវាស់គ្រប់សិស្សអញ្ចឹងណាយើងមានន័យថាយើងសិក្សាពីតម្រូវការរបស់សិស្សមួយហើយយើងព្យាយាមបំពេញតម្រូវការរបស់គាត់ពេញដូចយើងថា learning style របស់គាត់អញ្ចឹងគាត់ចូលចិត្តរៀនដោយការមើលសិស្សខ្លះរៀនដោយការស្ដាប់រៀនដោយការធ្វើផ្ទាល់អីចឹងទៅជាការពិតហើយយើងអត់អាចទៅនេះផ្គប់ចិត្តសិស្សមួយបានទេប៉ុន្តែយើង design ការបង្រៀនរបស់យើងឲ្យវាចម្រុះដែរកុំឲ្យតែមួយអីចឹងណាបាទភាសាយើងទទួលស្គាល់នៅភាពចម្រុះរបស់កុមារអញ្ចឹងបាទចឹងបានតាំងពីព្រឹកមកតាំងពីនេះមកខ្ញុំលើកឡើងថាបន្ទុករបស់គ្រូគឺច្រើនណាគឺមិនមែនស្រួលទេពីព្រោះសិស្ស30 នាក់មួយថ្នាក់យើងត្រូវតែស្គាល់សិស្ស30 នាក់អញ្ចឹងដែរបាទអញ្ចឹងជារឿងមួយពិបាកដែរដូចនៅអូស្ត្រាលីអីគេឡើងចង់ធ្វើគ្រូបរិញ្ញាអស់ហើយបាទដោយសារ expectation របស់ជាពិសេសឪពុកម្ដាយនឹងហ្មងបាទគេមានexpectation ខ្ពស់ពីគ្រូបរិញ្ញាបាទនៅសិង្ហបុរីនៅអីក៏អញ្ចឹងដែរឪពុកម្ដាយហ្នឹងគឺថាចំណាយលុយច្រើនដើម្បីការរៀនសិក្សារបស់កូនហ្នឹងដល់អញ្ចឹងទៅគេនិយាយទៅគេដាក់បន្ទុកមកសាលាច្រើនបាទអរគុណលោកគ្រូនិគមមានអីផ្សេងទៀតទេបាទជម្រាបសួរលោកគ្រូការពិតទៅมันមានអីបន្ថែមទេដោយលោកគ្រូអ្នកគ្រូលើកឡើងគាត់ថាខ្ញុំស្រឡាញ់មុខវិជ្ជានឹងមែនតើហើយខ្ញុំនៅតែយល់ថាមុខវិជ្ជានឹងគួរតែជ្រៀតចូលឲ្យបានច្រើនណាហើយខ្ញុំមានអារម្មណ៍ថាតិចសម្រាប់មុខវិជ្ជានេះដោយសារតែយើងរៀនតែ2 ថ្ងៃក៏តិចមែនតើហើយគ្រាន់តែ2 ចំណុចដែលខ្ញុំបានទទួលបានពីលោកគ្រូនឹងវាម៉ាច់ទៅនឹងអ្វីដែលថ្នាក់នាំដូចជាលោកគ្រូអ្នកគ្រូធ្លាប់បានសិក្សាមកហើយតើតើនឹង learning style របស់សិស្សណាតើតើទៅនឹងការថា mental development ឬក៏ motor skill development សំដៅទៅលើការអភិវឌ្ឍទៅលើ mental ហ្នឹងគូក្បាលឬក៏ physical development នេះហ្នឹងទាំងអស់ហ្នឹងវាអាចឆ្លើយតបទៅនឹង5 senses ឬក៏លោកគ្រូដោយសារខ្ញុំអត់បានចូលពេលព្រឹកគឺលោកគ្រូបានបង្រៀនទៅលើ 5 senses ប៉ុន្តែខ្ញុំចង់សួរថាតើញាណទី6គេហៅថា mental យ៉ាងហ្នឹងឬក៏ entry ទី6តើទៅនឹងចិត្តហ្នឹងយើងអាចដាក់បញ្ចូលបានទេឬក៏មានកម្រិតមិនដែរឬនិយាយដល់ចំណុចនេះសម្រាប់តែនឹកឃើញចង់សួរលោកគ្រូកន្លែងហ្នឹងសូមសួរកន្លែងហ្នឹងមួយបាទអរគុណញាណទី6បាទកន្លែងដូចជាមិនមានការបញ្យលអីឲ្យច្បាស់លាស់ទេលោកគ្រូមិនមានឯកសារអីដែលគេបង្ហាញថាមនុស្សយើងមានញាណទី6អីចឹងណាអ្នកខ្លះទៅថាញាណទី6ហ្នឹងគឺញាណមួយដែលឲ្យយើងដឹងហេតុការណ៍មុនឬក៏ស្អីដែលឲ្យយើងអាច
មានន័យថាមានលក្ខណៈពិសេសខុសពីមនុស្សដទៃអីចឹងណាតែមិនអ្នកវិទ្យាសាស្ត្រគេកំពុងតែស្រាវជ្រាវតែមិនមានឯកសារអីច្បាស់ក្នុងការបញ្យល់អាហ្នឹងឯងគ្រូអញ្ចឹងអ្វីដែលយើងអាចថាយកជាមូលដ្ឋានក្នុងការយករៀនសូត្រនេះគឺយើងកំណត់ត្រឹម5ទេញៀនទាំង5របស់យើងណាបាទអាចបាទញៀនទី6ឬក៏លោកគ្រូអ្នកគ្រូធ្លាប់មានអានឯកសារការស្រាវជ្រាវការរកឃើញអីផ្សេងទៀតគេលោអាចដឹងប៉ុន្តែអ្វីដែលខ្ញុំដឹងគឺដឹងត្រឹមថាយើងអ្នកវិទ្យាសាស្ត្រគេកំពុងតែសិក្សាពីអានឹងដែរប៉ុន្តែមិនទាន់មានជាអំណាងអីច្បាស់លាស់ក្នុងការថាមនុស្សយើងមានញៀន6អីចឹងទេបាទអញ្ចឹងណាគ្រូបាទលោកគ្រូទីខ្ញុំចង់សំដៅទៅលើអត្ថន័យទៅដល់ការគិតលោកគ្រូជាធម្មតាក្នុងពេលបច្ចុប្បន្នកាលណាយើងបានសិក្សាច្រើនហើយបូកជាមួយនឹងការគិតបើសិនជាអ្នកប្រាជ្ញរបស់យើងគឺដូចប្រពុតឬក៏អ្នកប្រាជ្ញផ្សេងគឺគាត់មានការធ្វើសមាធិអាហ្នឹងជាវិញ្ញាណទី6សំដៅទៅលើការគិតហ្នឹងលោកគ្រូអាហ្នឹងយើងដាក់បញ្ចូលអាចវាលើសទៅលើកម្រិតសិស្សឬក៏យ៉ាងម៉េចដែរប៉ុន្តែអាហ្នឹងវាល្អជាងបើសម្រាប់ខ្ញុំយល់ឃើញថាល្អជាងញៀនទាំង5ខាងដើមទៀតពីព្រោះរូបភាពដែលលោកគ្រូដាក់មកយើងមានចម្លើយខុសគ្នាដោយសារយើងប្រើកែវភ្នែកយើងមើលអញ្ចឹងទៅយើងអាចមើលឃើញឬក៏អាចឆ្លើយយើងអាចបកស្រាយខុសគ្នាបាទបើយើងបន្ទាប់ពីការគិតយើងអាចមានចម្លើយហ្នឹងរួមតូចបាទន័យថាវាខុសគ្នាមិនឆ្ងាយអាហ្នឹងបើយើងដាក់បញ្ចូលនៅការគិតមួយទៀតហើយប៉ុន្តែការគិតហ្នឹងវាហាក់ដូចជាវាចូលទៅនឹងអីគេប្រសិទ្ធអារម្មណ៍ហ្នឹងកាលណាយើងគិតទៅវាចូលអាហ្នឹងហើយវាធ្វើឲ្យសកម្មភាពប្រតិកម្មរបស់សិស្សឬក៏របស់គ្រូហ្នឹងលក្ខណៈយឺតពីព្រោះយើងមុននឹងឆ្លើយយើងត្រូវគិតសិនវាខុសពីវិញ្ញាណទាំង5វាហាក់ដូចជាឃើញភ្លាមដឹងភ្លាមឆ្លើយភ្លាមវាលះវាមានកំហុសច្រើនប៉ុន្តែវាដូចជាលេចធ្លោខ្ញុំអាចថាមើលឃើញអញ្ចឹងបាទខ្ញុំអស់យោបល់ទេគ្រូអីចុងក្រោយខ្ញុំនៅតែសរសើរមុខវិជ្ជាលោកគ្រូមែនតើហើយចង់សិក្សាមុខហ្នឹងឲ្យបានច្រើនបើជាអកុសលអីព្រឹកមិញហ្នឹងគឺចូលអត់បានដោយសារមានបញ្ហាបន្តិចចូលអត់បានរកពេលចូលបានដល់ពេលចូលមក1កន្លះបានមកធ្វើតេស្តជូនលោកគ្រូបាទលោកគ្រូអាចមើល slide ខ្លះទៅព្រោះពេលយើងចប់វគ្គយើងចប់មុខវិជ្ជាហ្នឹងយើងនឹងធ្វើប៉ុស្តេស្តមួយទៀតហើយគ្រូបើលោកគ្រូអត់បានចូលរៀនទេគ្រូមើល slide ទៅដើម្បីឆ្លើយបើមិនចឹងទេលំអៀងហើយធ្វើឲ្យវា error លទ្ធផលតេស្តហ្នឹងណាបាទអញ្ចឹងបាទលោកគ្រូអរគុណច្រើនលោកបាទពិបាកដែរពីព្រោះចិត្តវិទ្យាបើបណ្ដុះបណ្ដាលគ្រូមត្តេយ្យយើងរៀន90ម៉ោងតែដល់ពេលយើងយកមកវគ្គខ្លីនេះយើងបរៀនតែ12ម៉ោងអញ្ចឹងមានន័យថាបាទចម្រាញ់នេះគឺទឹក10យកទឹក1ទឹក9យកទឹក1អញ្ចឹងវាពិបាកយើងរៀនមិនអស់ហើយបាទអូខេអរគុណលោកគ្រូអ្នកគ្រូសម្រាប់ការចូលរួមថ្ងៃនេះហើយបាទខ្ញុំចង់លោកគ្រូបាទអញ្ជើញបាទលោកគ្រូសុំកាត់លោកគ្រូមួយលោកគ្រូអាចផ្ញើជាវីដេអូខ្ញុំឃើញលោកគ្រូ record វីដេអូហ្នឹងអាចផ្ញើ record ហ្នឹងតម្លាក់ក្នុងក្រុមបានទេលោកគ្រូព្រោះអីនិយាយទៅខ្ញុំចូលរៀនដែរប៉ុន្តែអត់ទៀងទាត់ថ្ងៃសៅរ៍ដោយសារតែរវល់ជាប់រវល់លោកគ្រូដល់ពេលអញ្ចឹងអត់ទៀងទាត់ដល់ពេលអញ្ចឹងលទ្ធផលរៀនគឺអត់នេះអញ្ចឹងលោកគ្រូអាចផ្ញើជាវីដេអូមកអាចខ្ញុំសូមមើលបន្ថែមបានអត់លោកគ្រូអរគុណលោកគ្រូបាទចាំមើលខ្ញុំចុច record ដែរតែវាដឹងទៅ save នៅណានឹងតមើលក្នុងនេះខ្ញុំខាងអ្នកសម្របសម្រួលហ្នឹងគេថាឲ្យចុច record ផងអញ្ចឹងខ្ញុំចុចទៅតែដល់ពេលអញ្ចឹងវាដឹង save នៅណាចាំមើលខ្ញុំនិយាយមើលបើមិនសិនវាឃើញខ្ញុំតម្លាក់ជូនអត់អីទេព្រោះ record ហ្នឹងដើម្បីចូល server អាហ្នឹងចូល server របស់ account Zoom តើតែម្ចាស់ account បានទៅ download បានបាទចាំមើលជាក់ស្ដែងអញ្ចឹងហើយដឹងវាទៅ save នៅណាបាទអត់អីលោកគ្រូអរគុណចាំមើលក្នុងកុំព្យូទ័រលោកគ្រូទៅកន្លែង document ហ្នឹងឃើញលោកគ្រូនៅក្នុងកុំព្យូទ័រហ្នឹងនៅកន្លែង document វា save ទុកនៅហ្នឹងហើយមានទាំងសំឡេងមានទាំងវីដេអូបាទចាំមើលខ្ញុំមើលណាបាទខ្ញុំចង់ឆែកអ្នកដែលអត់បាននេះដែរដើម្បីឲ្យជាច្បាស់ថាគាត់បានចូលអត់ណាអ្នកគ្រូសៀងលីបានចូលទេ
អ្នកគ្រូសេរីអត់ទេលោកគ្រូ អត់ទេណោះអូខេ ចា ព្រឹកព្រឹកមិញក៏អត់បានស្អីម៉ាន់សមិនសួរ មួយខ្ញុំទៅលោកគ្រូវាយសុបិនណាលោកគ្រូ អត់ទេសុបិន អត់ ផ្ ទេ សេង ម៉ាន់សខាងប៉ោយប៉ែត2 ម៉ាន់សនៅក្នុង note នេះគេដាក់គាត់ភាសឹកប្រហែលជាបាទ បាទភាសឹកតំទៅវិញលោកគ្រូតំទៅវិញ អូខេអញ្ចឹងគាត់បាទអញ្ចឹងគាត់បានចូលរួមទេណោះប៉ុន្តែគេ note ដាក់ភាសឹកឯក្នុងនេះអឺនេះគ្រូរ៉ែនវឌ្ឍនាចូលទេនេះគ្រូស៊ីវន ចាលោក នេះ គ្រូ គ្រូថាចូលហើយនេះគ្រូហ៎ លោកគ្រូចូល បាទ លោកគ្រូ បានអរគុណ ព្យាសាយលោកគ្រូមិញលោកគ្រូហៅឈ្មោះមែនទេគ្រូ បាទ អូខ្ញុំលេខរៀងទី1លោកគ្រូម៉ៅសវណ្ណាលេខរៀងទី1 បាទខ្ញុំ note អីលោកគ្រូ note អីបាទអីទេ បាទអរគុណ នេះគ្រូថានីមកហើយនេះគ្រូចូលទេ ចាលោកគ្រូ បាទចូលបាទនេះគ្រូគីមវ័ននេះគ្រូគីមវ័នគង់គីមវ័នអត់ឃើញទេណាគ្រូមួយគៀ ចាជំរាបសួរលោកគ្រូ បាទនេះគ្រូវឌ្ឍនាអត់ចូលទេតាំងពីព្រឹកបាទហ្នឹង ដោះស្រាយបញ្ហាជម្រាបសួរលោកគ្រូខ្ញុំរវល់បន្តិចមិនអត់បានឆ្លើយ អូលោកគ្រូវឌ្ឍនាចូលแล้วเนาะប៉ុន្តែពីព្រឹកមិញលោកគ្រូអត់បានចូលទេមែនទេ ព្រឹកមិញចូលដែរតាលោកគ្រូ អញ្ចឹងហ៎អូ បាទប៉ុន្តែពេលប្រហែលជាម៉ោង10ជាងហ្នឹងខ្ញុំបញ្ចេញសិស្សដល់អញ្ចឹងទៅអត់បាននៅស្ដាប់ អូខេលោកគ្រូបើនេះអីអាច note តិចនៅក្នុង chat box យើងដើម្បីខ្ញុំដឹងពីព្រោះកន្លងមកធ្លាប់មានបញ្ហាបាទមកអញ្ចឹងទៅគាត់ថាគាត់ចូលដែរតែអញ្ចឹងទៅខ្ញុំត្រូវការ record អាហ្នឹងដើម្បីបើសិនជាមានបញ្ហាអីកើតឡើងខ្ញុំនឹងបេសទៅលើអា attendant ហ្នឹងណាបាទនេះគ្រូសីមុំចូលទេ បាទអរគុណលោកគ្រូ យន្តស្រីមុំអត់ទេណោះអូខេនេះគ្រូច័ន្ទរីតាន់ច័ន្ទរី ចាចូលលោកគ្រូចូល បាទចូលលោកអ្នកគ្រូជាតាឆ្លុំជាតាបាទអត់ឃើញគាត់ដែរបាទអរគុណអញ្ចឹងយើងថ្ងៃនេះយើងសម្រាប់ លោកគ្រូឈ្មោះខ្ញុំឮទៅលោកគ្រូ គំនាងឯនេះគ្រូគំនាង ចា បាទខ្ញុំ note តានេះគ្រូចូលតាបាទខ្ញុំ note លោក ចូល គ្រូចន្ទធីអត់តាន់ឮលោកគ្រូហា បាទ អាឡូ ចាំអរគុណបាទ លោកគ្រូខ្ញុំចន្ទធីលោកគ្រូអត់ឮលោកគ្រូហារនចន្ទធីលោកគ្រូ ចន្ទធីលេខរៀង ចា មក លោកគ្រូខ្ញុំហែមផារីសដូចអត់លឺដែរលោកគ្រូ លោកគ្រូខ្ញុំ ពេល ក៏គេណាត់អត់លឺដែរលោកគ្រូ ពេលចាប់ផ្ដើមពេលរសៀលហ្នឹងខ្ញុំឆែកម្ដងហើយអញ្ចឹងអ្នកគ្រូដែលបានចូលខ្ញុំឆែកម្ដងហើយខ្ញុំហៅមិញហៅទៅអ្នកដែលពេលខ្ញុំហៅអាពេលរសៀលហ្នឹងអត់ឃើញឆ្លើយតបណា ចាលោកគ្រូចាទទួលបាន បាទអញ្ចឹងអស់ហើយអ្នកអត់លឺបានន័យថាបានចូលហើយបាទអញ្ចឹងអរគុណសូមសម្រាប់ប៉ុណ្ណឹងហើយអរគុណសម្រាប់ការចូលរួមស្អែកយើងជួបគ្នាមកព្រឹកទៀតដើម្បីបញ្ចប់មុខវិជ្ជាចិត្តវិទ្យានេះហើយស្អែកយើងនឹងរៀនអំពីការអភិវឌ្ឍកុមារការវត្តវ័យរបស់កុមារហ្នឹងហើយទៅលើទស្សនវិជ្ជាបញ្ញារាងកាយអីផ្សេងរបស់គាត់អញ្ចឹងណាអញ្ចឹងលោកគ្រូកុំភ្លេចចូលរួមស្អែកហើយក្រោយមកយើងធ្វើតេស្តបញ្ចប់បាទហ្នឹងហើយ បាទអញ្ចឹងជម្រាបលាលោកគ្រូ បាទជម្រាបលាបាទអរគុណបាទ អរគុណជម្រាបលាលោកគ្រូ អរគុណច្រើនលោកគ្រូ